រឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងយុគសម័យរាជវង្សនៃប្រទេសកូរ៉េយើងបានឃើញរាជទាយាទឆានកំពុងយាងដើរតែអង្កែងយ៉ាងស្ងប់ស្ងាត់នៅក្នុងរាជវាំងនាពេលរាត្រីអាធ្រាត្រចំពេលដែលមានភ្លៀងធ្លាក់និងខ្យល់ត្រជាក់ព្រះអង្គមានព្រះភ័ក្ត្រស្លេកស្លាំងដូចជាមនុស្សមានជំងឺធ្ងន់ធ្ងរហើយយាងដើរទាំងមិនដឹងខ្លួនរំពេចនោះព្រះអង្គក៏ស្រាប់តែធ្លាក់ឈាមយ៉ាងខ្លាំងពេញដីរួចក៏ដួលសន្លប់បាត់បង់ជីវិតនៅទីនោះទៅថ្ងៃបន្ទាប់ដំណឹងនៃការសុគតរបស់រាជទាយាទបានធ្វើឲ្យរាជវាំងទាំងមូលចលាចលយ៉ាងខ្លាំងមាតារបស់រាជទាយាទបានយំសោកយ៉ាងខ្លាំងនៅក្បែរព្រះសុរីឯព្រះមហាក្សត្រីហ៊ុយដែលជាព្រះអាយាកាមិនអាចទទួលយកការសុគនេះបានឡើយដោយសារតែការរន្ធត់ចិត្តនេះមិនមែនត្រឹមតែមកពីចៅប្រុសរបស់ព្រះនាងសុគតនោះទេប៉ុន្តែវាគឺជាលើកទី3ហើយដែលចៅប្រុសរបស់ព្រះនាងបានសុគតជាបន្តបន្ទាប់គ្នាព្រោះមុនពេលរាជទាយាទឆានសុគតមានរាជបុត្រ2អង្គផ្សេងទៀតដែលជាបងប្អូនបង្កើតក៏បានសុគតក្នុងលក្ខណៈចម្លែកបែបនេះដែរសម្រាប់ព្រះមហាក្សត្រីហ៊ុយហេតុការណ៍នេះអាចមានន័យត្រឹមតែមួយគត់គឺមានបណ្ដាសានិងវិញ្ញាណអាក្រក់កំពុងតាមកំទេចខ្សែរាជវង្សរបស់ព្រះនាងហ៊ុយបានយាងទៅជួបបុត្រារបស់ព្រះនាងគឺព្រះបាទឆាំងដែលកំពុងគង់យ៉ាងស្ងប់ស្ងាត់ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះព្រះនាងបានស្ដីបន្ទោសព្រះបាទឆាំងចំពោះភាពត្រជាក់នេះហើយសួរថាហេតុអ្វីបានជាទ្រង់នៅតែមិនជឿថាមានវិញ្ញាណអាក្រក់កំពុងតាមកំទេចបុត្រារបស់ទ្រង់ប៉ុន្តែព្រះបាទឆាំងបានខឹងសម្បាហើយមានបន្ទូលថាគ្មានវិញ្ញាណអាក្រក់អ្វីនោះទេបុត្រា2អង្គដំបូងសុគតដោយសារជំងឺរីឯបុត្រាទី3សុគតដោយសារការកើតទុក្ខខ្លាំងពេកទ្រង់បានប្រាប់ឲ្យមាតាបោះបង់គំនិតផ្ដេសផ្ដាសនេះចោលទៅទោះជាយ៉ាងណាព្រះនាងហ៊ុយមិនជឿឡើយហើយបានរំលឹកថាកាលពី30ឆ្នាំមុនហេតុការណ៍ចម្លែកបែបនេះក៏ធ្លាប់កើតឡើងលើបិតារបស់ព្រះបាទឆាំងដូចគ្នាព្រះនាងបានប្រាជ្ញាថានឹងមិនឈរមើលចៅប្រុសម្នាក់ទៀតត្រូវស្លាប់ឡើយហើយនឹងស្វែងរកវិធីកំទេចវិញ្ញាណអាក្រក់នោះឲ្យបានព្រះនាងហ៊ុយបានយាងទៅជួបគ្រូមេធ្មប់ម្នាក់ដើម្បីស្វែងរកការពិតខណៈពេលនោះព្រះបាទឆាំងបានរៀបចំពិធីបុណ្យសពបុត្រារបស់ទ្រង់ហើយបានហាម5មិនឲ្យនរណាម្នាក់និយាយគ្នាអំពីវិញ្ញាណអាក្រក់ឡើយប៉ុន្តែនៅយប់នោះឯងព្រះបាទឆាំងស្រាប់តែភ្ញាក់ឡើងហើយបានឃើញវិញ្ញាណអាក្រក់ក្នុងរូបភាពជាក្មេងស្រីម្នាក់សក់វែងអន្លាយដូចមែកឈើគ្រប់ដណ្ដប់ពេញព្រះភ័ក្ត្រនិងកំពុងថប់ដង្ហើមទ្រង់វិញ្ញាណអាក្រក់នោះបានចាប់ព្រះហស្តស្ដាំរបស់ព្រះបាទឆាំងហើយទុកស្នាមនៅលើនោះរួចពោលថាខ្ញុំនឹងតាមសម្លាប់បុត្រារបស់ទ្រង់ម្ដងម្នាក់ឲ្យអស់ព្រះបាទឆាំងភ្ញាក់ព្រឺទាំងភ័យខ្លាចហើយដកព្រះខ័នមកកាប់ប៉ុន្តែវិញ្ញាណនោះក៏បាត់ស្រមោលទៅវិញភ្លាមរាត្រីនោះមិនទាន់បញ្ចប់នៅឡើយទេព្រះបាទឆាំងទទួលបានដំណឹងថារាជបុត្រយូនដែលជាបុត្រពៅនិងជាបុត្រាតែមួយគត់ដែលនៅរស់រានជីវិតកំពុងធ្លាក់ខ្លួនឈឺធ្ងន់ពេលព្រះបាទឆាំងយាងទៅមើលក៏ឃើញរាជបុត្រយូនកំពុងនឹងនិយាយដោយសំឡេងរបស់វិញ្ញាណអាក្រក់ថានាងនឹងសម្លាប់បុត្រារបស់ទ្រង់ឲ្យអស់ព្រះបាទឆាំងវង្វេងស្មារតីរហូតដល់កាន់កន្ត្រៃបំរុងនឹងចាក់សម្លាប់រាជបុត្រយូនដើម្បីកំទេចវិញ្ញាណនោះប៉ុន្តែមាតារបស់រាជបុត្របានចូលមកខាត់ទាន់ពេលវេលាលុះព្រឹកឡើងព្រះរាជាឆាងក៏បានយាងទៅជួបលោកសង្សុនដែលជាអ្នកមើលថែទ្រង់តាំងពីតូចពេលនេះព្រះរាជាបានជឿជាក់ទាំងស្រុងហើយថាមានវិញ្ញាណអាក្រក់កំពុងតាមសម្លាប់កូនរបស់ទ្រង់ហើយទ្រង់ត្រូវការជំនួយពីលោកសង្សុនជាបន្ទាន់ប៉ុន្តែលោកសង្សុនបានបដិសេធនិងសុំទោសដោយប្រាប់ថាខ្លួនចាស់ជរានិងគ្មានកម្លាំងកំហែងអាចជួយបានទៀតទេប៉ុន្តែលោកស្គាល់បុរសវ័យក្មេងម្នាក់ដែលអាចជួយរំដោះព្រះរាជាពីវិញ្ញាណអាក្រក់នេះបានបុរសវ័យក្មេងរូបនោះមានឈ្មោះថាឆៃអ៊ុនមាតារបស់គេគឺជាអ្នកដែលអាចប្រាស្រ័យទាក់ទងជាមួយវិញ្ញាណបានហើយគាត់បានលង់ទឹកស្លាប់កាលពីឆៃអ៊ុននៅជាកុមារតូចនៅឡើយកាលនោះឆៃអ៊ុនបានលិចនៅក្នុងទឹកប្រមាណ15នាទីពេញដែលតាមធម្មតាមនុស្សទូទៅប្រកាសជាស្លាប់បាត់ទៅហើយប៉ុន្តែអ្វីដែលចម្លែកនោះគឺគេបានរស់រានមានជីវិតឡើងវិញចាប់តាំងពីហេតុការណ៍នោះមកឆៃអ៊ុនក៏មានសមត្ថភាពពិសេសអាចមើលឃើញពួកវិញ្ញាណតែម្ដងនៅពេលបានរឿងនេះព្រះរាជាឆាងក៏បានបញ្ជាឲ្យលោកសង្សុននាំខ្លួនឆៃអ៊ុនមកជួបភ្លាមលោកសង្សុនបានទៅជួបឆៃអ៊ុនហើយនេះគឺជាលើកដំបូងដែលយើងបានឃើញមុខតួឯកប្រុសរបស់យើងឃើញគេកំពុងតែដេកនៅក្នុងវត្តមួយដោយរាងកាយមើលទៅខ្វក់និងញញៃដូចជាមិនដែលស្គាល់ទឹកតាំងពីថ្ងៃកើតមកអញ្ចឹងគេមិនចង់ចាក់ចេញពីវត្តនោះឡើយព្រោះវាជាកន្លែងតែមួយគត់ដែលពួកវិញ្ញាណមិនហ៊ានមកបំពាននិងធ្វើឲ្យគេអាចដេកលក់បានលោកសង្សុនក៏បានប្រើល្បិចបោកប្រាស់ឆៃអ៊ុនឲ្យចេញពីរៀបចំខ្លួនទៅជួបមនុស្សសំខាន់ម្នាក់ដោយមិនបានប្រាប់ថាជាព្រះរាជានោះទេនៅពេលឆៃអ៊ុនទៅដល់ហើយបានឃើញព្រះរាជាឆាងគេក៏បាននិយាយទៅកាន់លោកសង្សុនទាំងមិនដឹងអីថាលោកតាខំប្រឹងដាស់ខ្ញុំហើយនាំខ្ញុំមកទីនេះដើម្បីឲ្យមកជួបមនុស្សមុខមាត់បែបហ្នឹងហេលោកសង្សុនភ័យស្លន់ស្លោប្រញាប់ប្រាប់ឲ្យឆៃអ៊ុនប្រយ័ត្នមាត់ក្រែងលោត្រូវដាច់កោទាំងពីរនាក់លោកសង្បានប្រញាប់បដូរប្រធានបទដោយប្រាប់ឆៃអ៊ុនថាបុរសដែលនៅខាងមុខនេះត្រូវការឲ្យគេជួយដេញវិញ្ញាណអាក្រក់ដែលកំពុងចូលសង្កប់លើកូនប្រុសរបស់គាត់ឆៃអ៊ុនក៏បានតបទៅវិញយ៉ាងរលូនថាហើយវាតាក់ទងស្អីនឹងខ្ញុំទុកឲ្យគាត់និងកូនប្រុសគាត់ឆេះស្លាប់ជាមួយគ្នាទៅឲ្យតែរាល់ដងលោកតាតែងតែនាំរឿងឥតប្រយោជន៍និងរឿងខ្មោចព្រាយបិសាចមកប្រាប់ខ្ញុំជានិចម្យ៉ាងទៀតពួកវិញ្ញាណមិនដែលមកសងសឹកមនុស្សផ្ដេសផ្ដាសឡើយលើកលែងតែមនុស្សម្នាក់នោះបានធ្វើអំពើអាក្រក់និងយងក្នុងខ្លាំងណាស់នៅលើលោកនេះឲ្យគាត់ប្រឡេកមើលទង្វើខ្លួនឯងវិញទៅថាបានធ្វើស្អីខ្លះទៅពួកវិញ្ញាណតាមចង់អាឃាតបែបនេះនិយាយសម្ដីផ្អែមល្ហែមនិងចំបែបនេះហើយមានឯណាព្រះរាជាមិនទុកឲ្យគេរួចខ្លួនឡើយក្រោយមកព្រះរាជាឆាងបានបញ្ជាឲ្យកងកម្លាំងទៅច្រកឆៃអ៊ុនចូលក្នុងបាវរួចសែងយកមកព្រះបរមរាជវាំងតែម្ដងនៅពេលឆៃអ៊ុនដឹងខ្លួននៅក្នុងព្រះបរមរាជវាំងហើយឃើញព្រះរាជាឆាងឈរនៅពីមុខគេក៏យល់ភ្លាមពីមហន្តរាយដែលមាត់របស់គេបានបង្កឡើងគេបានប្រញាប់សុំទោសនិងសុំការលើកលែងទោសភ្លាមព្រះរាជាបានប្រាប់ថាទ្រង់មិនមែននាំគេមកទីនេះដោយសារតែចូលចិត្តគេនោះទេប៉ុន្តែដោយសារតែចង់ឲ្យគេជួយកំទេចវិញ្ញាណអាក្រក់ដែលកំពុងបំផ្លាញជីវិតរាជវង្សឆៃអ៊ុនបានសួរថាតើវិញ្ញាណនោះមានរូបរាងយ៉ាងណាហើយវាចង់បានអ្វីព្រះរាជាឆាងចាប់ផ្ដើមតានតឹងក្នុងចិត្តរួចមានបន្ទូលថានោះមិនមែនជារឿងរបស់គេឡើយការប្រកិច្ចរបស់គេគឺស្វែងរកនិងដេញវាចេញឲ្យផុតឆៃអ៊ុនក៏យល់ព្រមប៉ុន្តែគេបានប្រាប់ថាគេមិនមានអារម្មណ៍ថាមានក្លិនអายវិញ្ញាណនៅក្នុងវាំងនោះទេដូច្នេះគេត្រូវតែទៅស្វែងរកនៅកន្លែងផ្សេងព្រះរាជាបានបញ្ជាឲ្យឆ្មាំការពារតាមដានឆៃអ៊ុនគ្រប់ជំហានប៉ុន្តែឆៃអ៊ុនបានសើចចំអកពួកឆ្មាំហើយប្រាប់ថាវិញ្ញាណអាក្រក់មិនត្រូវឲ្យឃើញមានមនុស្សតាមច្រើនបែបនេះទេបើមិនដូច្នេះទេវានឹងចូលសង្គមមនុស្សម្នាក់រួចបាត់ខ្លួនទៀតជាមិនខានពួកឆ្មាំក៏យល់ព្រមបណ្ដោយឲ្យគេដើរតែម្នាក់ឯងរំពេចនោះឆៃអ៊ុនបានផ្លោះរំលងកំពែងដើម្បីរត់គេចខ្លួនប៉ុន្តែគ្រាន់តែជើងប៉ះដីភ្លាមពួកឆ្មាំទាំងអស់បានមកឈររងចាំនៅពីមុខគេស្រាប់ទៅហើយពួកគេបានចាប់អូសឆៃអ៊ុនយកមកដួលនៅចំពោះភ្នែកព្រះរាជាឆាងព្រះរាជាបានដកដាវមកជុំឆៃអ៊ុនរួចគំរាមថាប្រសិនបើគេមិនព្រមបំពេញភារកិច្ចនេះទេជោគវាសនាតែមួយគត់របស់គេគឺសេចក្តីស្លាប់ទីបំផុតឆៃអ៊ុនក៏ត្រូវបិទឃុំឃាំងនៅក្នុងវាំងដើម្បីបង្ខំឲ្យធ្វើបេសកកម្មនេះ
នៅថ្ងៃបន្ទាប់ព្រះរាជាឆាងបានហៅបុត្រីរបស់ទ្រង់គឺព្រះនាងរ៉េនមកជួបអ្វីដែលចម្លែកនោះគឺព្រះនាងរ៉េនមានស្លៀកពាក់និងរូបរាងដូចជាអ្នកបម្រើក្នុងវាំងអញ្ចឹងហាក់ដូចជាមិនមែនជាព្រះរាជបុត្រីឬកូនស្រីរបស់ស្ដេចសោះព្រះរាជាឆាងបានប្រាប់ព្រះនាងរ៉េនថាទ្រង់ដឹងថាទ្រង់មិនបានផ្ដល់សិទ្ធិអំណាចនិងការមើលថែសំរុំដល់នាងកន្លងមកទេប៉ុន្តែពេលនេះទ្រង់ត្រូវការជំនួយពីនាងជាចាំបាច់សូមឲ្យនាងតាមដាននិងនៅក្បែរឆៃអ៊ុនគ្រប់ជំហានរហូតដល់គេបំពេញបេសកកម្មជួយសង្គ្រោះរាជបុត្រយុនរួចរាល់ប្រសិនបើឆៃអ៊ុនធ្វើអ្វីមួយសង្ស័យនាងត្រូវតែមកប្រាប់ទ្រង់ភ្លាមដើម្បីឲ្យទ្រង់ប្រហារជីវិតគេចោលព្រះនាងរ៉េនក៏បានយល់ព្រមនិងប្រាប់បតាថានាងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទ្រង់បន្ទាប់មកព្រះនាងរ៉េនបានទៅកាន់បន្ទប់ឃុំឃាំងរបស់ឆៃអ៊ុនហើយបានដាស់គេឲ្យក្រោកឡើងឆៃអ៊ុនភ្ញាក់ឡើងទាំងខឹងសម្បានិងនិយាយរអ៊ូទំថាគ្រាន់តែខាងមនុស្សនៅក្នុងបន្ទប់ដូចគប់មិនទាន់គ្រាន់ទេហេឥឡូវមកដាក់ខ្ញុំក្នុងទ្រង់ដូចជាមន់ហើយមកដាស់តាំងពីព្រលឹមទៀតតើខ្ញុំមកធ្វើការឲ្យអ្នកឯងឬយ៉ាងម៉េចព្រះនាងរ៉េនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគិតក្នុងចិត្តថាមនុស្សឈួតនេះអញ្ចឹងហើយជាអ្នកជួយសង្គ្រោះដែលត្រូវមកតាំងជាមួយវិញ្ញាណអាក្រក់នោះសម្ដីគ្មានមារយាទសោះប៉ុន្តែដោយនឹកឃើញដល់បណ្ដាំបតានាងក៏ប្រាប់ខ្លួនឯងថាមានតែទ្រាំទ្រនឹងចរិតអាក្រក់និងមាត់អាក្រក់របស់គេតែប៉ុណ្ណោះនាងបាននាំឆៃអ៊ុនទៅកាន់បន្ទប់របស់រាជបុត្រយុនប៉ុន្តែអ្នកបម្រើរបស់ព្រះអាគមហេសីហ្វីបានរារាំងមិនឲ្យពួកគេចូលឡើយដោយប្រាប់ថាព្រះអាគមហេសីបានហាមឃាត់មិនឲ្យនរណាម្នាក់ចូលជាដាច់ខាតដោយសារតែស្ថានភាពជំងឺរបស់រាជបុត្រឆៃអ៊ុនបានសើចចំអកព្រះនាងរ៉េនរួចនិយាយថាធ្វើរកធំដល់កង់ដឹកខ្ញុំមកដល់នេះទីបំផុតសំបីតែអ្នកបម្រើក៏មិនឲ្យចូលផងព្រះនាងរ៉េនក៏បានប្រាប់គេថាមិនបាច់ចូលទៅខាងក្នុងក៏បានដែរគេអាចមើលពីខាងក្រៅបានតើថាមានវិញ្ញាណអាក្រក់នៅក្នុងបន្ទប់នោះឬអត់ឆៃអ៊ុនបានទៅវិញថាគេមិនមែនមានភ្នែកធ្លុះជាងឯណាហើយពិភពលោកនេះក៏មិនបានដំណើរការបែបនឹងដែរព្រះនាងរ៉េនក៏បានសួរថាចុះវាកំពុងដំណើរការរបៀបណាវិញឆៃអ៊ុនក៏ចាប់ផ្ដើមពន្យល់ប្រាប់នាងឆៃអ៊ុនបានចាប់ផ្ដើមពន្យល់ប្រាប់ព្រះនាងរ៉េនថាវិញ្ញាណនៅលើโลกនេះត្រូវចែកចេញជា3ប្រភេទប្រភេទទី1គឺជាវិញ្ញាណដែលមានចិត្តជំពាក់វគ្គវិននឹងលោកីមិនអាចទៅកាន់បរលោកដោយស្ងប់បានទេហើយភាគច្រើនពួកវាមិនធ្វើបាបមនុស្សឡើយប្រភេទទី2គឺជាវិញ្ញាណរំខានដែលធ្លាប់ធ្វើបាបមនុស្សជាច្រើនកាលនៅរស់ហើយក៏មិនអាចទៅចាប់ជាតិដោយស្ងប់បានដែរប្រភេទទី3គឺជាវិញ្ញាណដែលកាច់សាហាវនិងខ្លាំងក្លាបំផុតមានឈ្មោះថាជូម៉ាពួកជូម៉ានេះនឹងត្រូវតាក់ទាញដោយថាមពលអាក្រក់ចេញពីមនុស្សដែលមានចិត្តខូខើអយុត្តិធម៌និងអាក្រក់ជក់ជាតិហើយពួកវាចូលចិត្តសងសឹកលើមនុស្សបែបនោះណាស់ឥឡូវនេះគឺវិញ្ញាណប្រភេទនេះហើយដែលកំពុងតែតាមយាយីព្រះរាជានិងរាជបុត្ររបស់ទ្រង់លុះដល់ពេលយប់ពេលដែលឆៃអ៊ុននិងរ៉េនត្រឡប់មកដល់បន្ទប់វិញព្រះនាងរ៉េនបានឬពួកអ្នកបម្រើនិយាយគ្នាថាអាការៈជំងឺរបស់រាជបុត្រយុនស្រាប់តែរើឡើងនិងធ្ងន់ធ្ងរខ្លាំងមែនទែនរ៉េនបានប្រញាប់រត់ទៅដាស់ឆៃអ៊ុនឲ្យជួយធ្វើអ្វីមួយឆៃអ៊ុនបាននាំនាងទៅជិតដើមឈើមួយរួចប្រាប់ថាគេនឹងធ្វើដំណើរចូលទៅកាន់ភពវិញ្ញាណដើម្បីមើលឲ្យឃើញផ្ទាល់ភ្នែកថាមកពីហេតុអ្វីគេបានយកមែកឈើមកអាដៃខ្លួនឯងឲ្យហូរឈាមព្រោះឈាមនេះជាដំរុយតែមួយគត់ដែលនាំរូបគេត្រឡប់មកភពមនុស្សវិញគេបានយកខ្សែពួរមកចងចង្កេះរួចចុះទៅក្នុងទឹកព្រោះទឹកគឺជាច្រកទ្វារតែមួយគត់សម្រាប់ឆ្លងទៅភពវិញ្ញាណគេបានទារយកកណ្ដឹងរបស់ព្រះនាងរ៉េនមកកាន់ដើម្បីឲ្យនាងអាចស្ដាប់ឬសំឡេងគេរហូតមុននឹងលិចចូលក្នុងទឹកឆៃអ៊ុនបានចូលទៅជិតនាងរួចផ្ដាំថានៅពេលណាដែលរាជបុត្រយុនចាប់ដើមដឹងខ្លួននាងត្រូវតែអាដៃខ្លួនឯងភ្លាមដើម្បីឲ្យឈាមតាក់ទាញវិញ្ញាណអាក្រក់នោះមករួចខ្ញុំនឹងកំទេចវាឆៃអ៊ុនបានលិចចុះទៅក្នុងទឹកបន្តិចម្ដងរហូតដល់ស្រាប់តែមានរលាករញ្ជួយយ៉ាងខ្លាំងហើយគេក៏បានទៅដល់ភពវិញ្ញាណគេបានដើររហូតទៅដល់ព្រះបរមរាជវាំងក្នុងភពវិញ្ញាណហើយចូលទៅក្នុងបន្ទប់រាជបុត្រយុនក៏បានឃើញវិញ្ញាណអាក្រក់កំពុងតែធ្វើទារុណកម្មរាជបុត្រមែនឆៃអ៊ុនបានស្ទុះទៅចាក់វិញ្ញាណនោះដើម្បីដេញវាចេញនៅពេលនោះឯងព្រះនាងរ៉េនក៏បានអាដៃខ្លួនឯងធ្វើឲ្យវិញ្ញាណអាក្រក់តាក់ទាញឈាមហើយស្ទុះរត់តម្រង់ទៅរកនាងប៉ុន្តែឆៃអ៊ុនបានដេញតាមទៅចាក់វាក្រវ៉ាត់ចោលទាន់ពេលវិញ្ញាណអាក្រក់នោះបានចាប់ផ្ដើមក្រឡែកខ្លួនទៅជារូបរាងក្មេងស្រីឆៃអ៊ុនបានសួរថាតើនាងចង់បានអ្វីពីព្រះរាជានិងកូនរបស់ទ្រង់ប៉ុន្តែជំនួសឲ្យការឆ្លើយនាងបែរជាស្ទុះមកវាប្រហារលើឆៃអ៊ុនវិញឆៃអ៊ុនបានរត់គេចខ្លួនហើយទៅពួននៅក្នុងបន្ទប់មួយក្នុងវាំងសំណាងល្អគេបានជួបវិញ្ញាណមួយផ្សេងទៀតហើយបានប្រាស្រ័យតាក់ទងគ្នាគេបានដឹងថាវិញ្ញាណមួយនេះចង់ចាក់ចេញពីភពវិញ្ញាណទាំងស្រុងដូច្នេះឆៃអ៊ុនបានបង្ខំឲ្យវាបែងចែកធម៌ពលខ្លះមកឲ្យគេជាធ្នូនឹងការជួយឲ្យវាបានទៅចាប់ជាតិប៉ុន្តែវាត្រូវតែជួយគេប្រយុទ្ធជាមួយវិញ្ញាណអាក្រក់នោះសិនពួកវិញ្ញាណបានវាយតបគ្នាយ៉ាងសាហាវខណៈដែលឆៃអ៊ុនអង្គុយមើលទីបំផុតវិញ្ញាណដែលជួយឆៃអ៊ុនមានកម្លាំងខ្លាំងល្មមអាចដេញវិញ្ញាណអាក្រក់នោះចេញបានប៉ុន្តែបន្ទាប់មកវាក៏ប្រែជាក្បត់ចិត្តរួចចង់ស្រូបយកធម៌ពលរបស់ឆៃអ៊ុនទាំងអស់តែម្ដងប្រសិនបើបែបនេះមែនឆៃអ៊ុនប្រកាសជាស្លាប់ជាមិនខាននៅពេលនោះឯងនៅភពមនុស្សព្រះនាងរ៉េនលែងបានឬសំឡេងកណ្ដឹងទៀតហើយនាងភ័យខ្លាំងក៏ប្រញាប់ទាញខ្សែពួរដែលចងឆៃអ៊ុនឡើងមកលើគប់វិញយ៉ាងលឿនហើយបានជួយសង្គ្រោះជីវិតគេទាន់ពេលឆៃអ៊ុនឡើងមកពីក្នុងទឹកទាំងញ័រខ្លួនទ្រើកហើយក៏ដួលសន្លប់បាត់បង់ស្មារតីដោយសារអស់កម្លាំងលីលាលុះព្រឹកឡើងពួកគេទាំងពីរបានអង្គុយជិតគ្នានៅជិតព្រះបរមរាជវាំងព្រះនាងរ៉េនបានសារភាពត្រង់ថាឆៃអ៊ុនមិនមែនជាមនុស្សអសមត្ថភាពឬល្ងងខ្លៅដូចដែលនាងធ្លាប់គិតនោះទេកាលមុននាងគិតថាគេជាមនុស្សអាត្មានិយមចិត្តជាថ្មខ្វល់តែពីខ្លួនឯងប៉ុណ្ណោះឆៃអ៊ុនបានទៅវិញថាចុះគិតថាខ្ញុំជួយនេះដោយសារតែអាណិតភ្នែកស្អាតរបស់នាងមែនទេខ្ញុំគ្រាន់តែចង់ជួយសង្គ្រោះខ្លួនឯងបំពេញបេសកម្មឲ្យរួចចេញពីវាំងឈួតនេះតើហើយចាំមើលហេតុអ្វីបានជានាងមិនប្រាប់ខ្ញុំថានាងជាបុត្រីរបស់ព្រះរាជារ៉េនភ្ញាក់ផ្អើលហើយសួរថាតើគេដឹងដោយរបៀបណាឆៃអ៊ុនបានប្រាប់ឲ្យនាងធ្វើចិត្តត្រជាក់រឿងនេះមិនបាច់ប្រើបារមីខ្មោចឬមេធ្មប់អីទេព្រោះមុខមាត់នាងនិងចរិតគួរឲ្យធន់របស់នាងគឺដូចបដារបស់នាងបេះបិទគ្មានខុសបន្តិចសោះព្រះនាងរ៉េនបានប្រាប់គេថាទោះបីជាគេសម្ដីឥតមារយាទនិងមាត់អាក្រក់យ៉ាងណាក៏ដោយតែដោយសារពេលនេះរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងអស់ហើយនាងចង់ស្ដីការដោះដូរមួយជាមួយគេនាងចង់ឲ្យគេជួយស្វែងរកមនុស្សម្នាក់និងសម្លាប់មនុស្សម្នាក់នោះចោលក្នុងអំឡុងពេលដែលគេនៅតែបន្តនៅក្នុងវាំងឆៃអ៊ុនបានយល់ព្រមតាមការស្នើសុំរបស់នាងជាធ្នូនឹងការធានាថានាងនឹងជួយឲ្យគេបានចាក់ចេញពីវាំងនេះដោយសុវត្ថិភាពនិងលឿនបំផុតបន្ទាប់មកឆៃអ៊ុនបានសួរនាងថាតើនាងអាចជឿសំឡេងកណ្ដឹងដែលគេកាន់នៅភពវិញ្ញាណដោយរបៀបណា
រ៉េនក៏បានសារភាពថានាងក៏មានសមត្ថភាពពិសេសដែរគឺអាចជឿសំឡេងរបស់ពួកវិញ្ញាណបានដោយសារតែសមត្ថភាពនេះហើយទើបកាលពីកុមារភាពនាងត្រូវគេបដិសេធនិងដេញចេញពីរាជវាំងព្រោះតែគេភ័យខ្លាចសមត្ថភាពរបស់នាងត្រូវរស់នៅដូចជាក្មេងស្រីធម្មតាម្នាក់មិនមែនជាបុត្រីស្ដេចឡើយនាងបានប្រាប់គេថាកាលពីតូចនាងធ្លាប់ឮសំឡេងវិញ្ញាណអាក្រក់តាមយាយីបងប្អូនរបស់នាងប៉ុន្តែរហូតមកដល់ពេលនេះនាងនៅតែមិនយល់ថាហេតុអ្វីបានជាវិញ្ញាណនោះធ្វើបែបនេះឡើយនោះហើយជាមូលហេតុដែលនាងចង់ឲ្យឆៃអ៊ុនជួយលាតត្រដាងការសម្ងាត់ទាំងអស់នៅក្នុងវាំងមុនពេលឆៃអ៊ុនអាចឆ្លើយតបបានគេស្រាប់តែបានឮសំឡេងចម្លែកមួយគេភ័យតក់ស្លុតហើយប្រាប់រ៉េនឲ្យប្រយ័ត្នខ្លួនព្រោះមានវិញ្ញាណអាក្រក់ដ៏មានអំណាចខ្លាំងក្លាមួយកំពុងតែពូនស្ទាក់នៅជុំវិញពួកគេរ៉េនបានសួរថាវានៅឯណាឆៃអ៊ុនក៏ចង្អុលបង្ហាញនាងប៉ុន្តែជំនួសឲ្យការឃើញបិសាចគួរឲ្យភ័យខ្លាចព្រះនាងរ៉េនបែរជាឃើញសត្វតូចមួយដែលមានរូបរាងដូចជាកូនមាន់ដ៏គួរឲ្យស្រឡាញ់ទៅវិញនាងនិយាយទាំងអស់សំណើចថានេះឬវិញ្ញាណអាក្រក់ដែលឯងនិយាយមើលទៅវាគួរឲ្យស្រឡាញ់ជាងឯងទៅទៀតឆៃអ៊ុនបានប្រាប់នាងថាកុំវាតម្លៃមនុស្សតាមសម្បកក្រៅឲ្យសោះនាងមិនដឹងថាវាអាចធ្វើអ្វីបានខ្លះទេវាអាចស្រូបយកធម៌ពលនិងព្រលឹងរបស់នាងសម្រាប់នាងមួយរំពេចក៏បានអ្វីដែលសំខាន់នោះគឺឆៃអ៊ុនភ័យខ្លាចសត្វតូចនេះមែនទែនគេបានចាប់ដៃរ៉េនរួចរត់យ៉ាងលឿនរហូតដល់ឆៃអ៊ុននាំរ៉េនទៅពួននៅក្នុងផ្ទះរបស់គេឆៃអ៊ុនបានប្រាប់គេថាដរាបណាសត្វគួរឲ្យភ័យខ្លាចនោះមិនទាន់ទៅណាទេអ្នកទាំងពីរអាចស្នាក់នៅក្នុងផ្ទះរបស់គេបានទន្ទឹមនឹងនោះព្រះរាជាឆាងកំពុងប្រជុំជាមួយមន្ត្រីរាជការដែលបានស្នើឲ្យទ្រង់តែងតាំងសមាជិករាជវង្សផ្សេងទៀតជាការិយាទព្រោះអ្វីត្បិតតែរាជបុត្រយុនបានជាសះស្បើយខ្លះមែនប៉ុន្តែរឿងអាសន្នអាចនឹងកើតឡើងលើទ្រង់ដូចបងដែរព្រះរាជាឆាងយល់យ៉ាងច្បាស់ថានេះគឺជាសម្ដីនិងជាផែនការរបស់ព្រះអាគមហេសីហ្វីមិនមែនជាគំនិតរបស់ពួកមន្ត្រីឡើយបន្ទាប់មកព្រះនាងរ៉េនបាននាំឆៃអ៊ុនទៅកាន់រាជដំណាក់របស់ព្រះអាគមហេសីដើម្បីសុំជួបប៉ុន្តែម៉ានីដែលជាអ្នកបម្រើបានបដិសេធមិនឲ្យចូលឡើយឆៃអ៊ុនបានប្រាប់ម៉ានីឲ្យទៅទូលព្រះអាគមហេសីថាវិញ្ញាណអាក្រក់មិនទាន់ទៅណាឆ្ងាយទេវាកាន់តែខ្សោយបន្តិចមែនប៉ុន្តែវានឹងត្រឡប់មកវិញនៅពេលវាត្រឡប់មកវិញវានឹងសម្លាប់រាជបុត្រយុនហើយបន្ទាប់មកព្រះអាគមហេសីនឹងបានឃើញដោយផ្ទាល់ភ្នែកថាវិញ្ញាណនោះនឹងចូលសង្កប់លើនរណាគេបន្ទាប់ម៉ានីព្យាយាមគេចវិសហើយប្រាប់ថាវាមិនជួយអ្វីឡើយរំពេចនោះព្រះនាងរ៉េនស្រាប់តែរត់ទៅពួននៅពេលឃើញស្ត្រីម្នាក់ដើរកាត់នៅក្នុងវាំងឆៃអ៊ុនបានសួរថាហេតុអ្វីបានជាធ្វើបែបនេះយើងក៏បានដឹងថាស្ត្រីដែលរ៉េនបានឃើញនោះគឺជាជីដូនបង្កើតរបស់នាងមែនទែនឯព្រះអាគមហេសីហ្វីគឺជាជីដូនរបស់ព្រះរាជាឆាងប៉ុណ្ណោះមិនមែនជាមាតាបង្កើតឡើយព្រះនាងហ្វីមិនដែលស្រឡាញ់ព្រះរាជាឆាងឡើយព្រោះទ្រង់ជាកូនរបស់ស្រីស្នំហើយបានឡើងគ្រងរាជ្យបន្ទាប់ពីបងប្អូនរបស់ទ្រង់បានសគត់ជាបន្តគ្នាដូចគ្នាបេះបិទនឹងអ្វីដែលកំពុងកើតឡើងចំពោះកូនរបស់ព្រះរាជាឆាងនាពេលនេះអញ្ចឹងព្រះនាងហ្វីស្អប់មាតារបស់ឆាងខ្លាំងណាស់ហើយមិនអាចទ្រាំមើលមុខបានឡើយនៅពេលយប់យើងបានឃើញគ្រូមេធ្មប់ដែលព្រះអាគមហេសីហ្វីនាំមកព្យាបាលចៅប្រុសកំពុងតែលួចជែកជាមួយព្រះអង្គម្ចាស់គង់ Prince Kong ដែលជាប្អូនជីដូនមួយរបស់ព្រះរាជាគ្រូមេធ្មប់បានប្រាប់ថាដោយសារតែឆៃអ៊ុនចូលមកអន្តរាគមន៍ទើបធ្វើឲ្យផែនការរបស់ពួកគេត្រូវបរាជ័យហើយវិញ្ញាណអាក្រក់មិនអាចសម្លាប់រាជបុត្រយុនបានព្រះអង្គម្ចាស់គង់ក៏បានសុំឲ្យគ្រូមេធ្មប់រកវិធីកំទេចឆៃអ៊ុនចោលឲ្យបាននៅថ្ងៃបន្ទាប់ព្រះនាងរ៉េនបានឬពួកអ្នកបម្រើនិយាយគ្នាថាវិញ្ញាណអាក្រក់បានចូលទៅក្នុងបន្ទប់របស់ព្រះអាគមហេសីហ្វីហើយនាងបានប្រញាប់រត់ទៅរកឆៃអ៊ុនដើម្បីឲ្យគេជួយមើលថាតើមានអ្វីកើតឡើងចំពោះព្រះអាគមហេសីពួកគេបានទៅកាន់កន្លែងមួយដែលរ៉េនធ្លាប់ឮសំឡេងវិញ្ញាណអាក្រក់កាលពីនាងនៅពីតូចជាលើកដំបូងដែលនាងបានចូលទៅក្នុងកន្លែងនោះហើយនាងបានឃើញវាត្រូវបានដុតកំទេចដោយមានសេះសល់ធាតុនិងឆ្អឹងសុបមនុស្សនៅខាងក្នុងនាងបានប្រើសមត្ថភាពពិសេសរបស់នាងដើម្បីស្ដាប់សំឡេងវិញ្ញាណនៃសពទាំងនោះយើងក៏បានដឹងការពិតថាកាលពីច្រើនឆ្នាំមុនកងបម្រើមួយក្រុមនៅក្នុងវាំងបានដឹងការពិតថាព្រះអាគមហេសីហ្វីគឺជាអ្នកនៅពីក្រោយការសុគតរបស់រាជទាយាទអង្គមុនដើម្បីបិទបាំងការសម្ងាត់នេះព្រះនាងហ្វីបានបញ្ជាឲ្យដុតសម្លាប់ពួកគេទាំងអស់គ្នាចោលរួចប្រមូលឆ្អឹងនិងធាតុរបស់ពួកគេដាក់ក្នុងហឹបយកមកលាក់ទុកនៅទីនេះដោយសារតែពួកអ្នកបម្រើស្លាប់យ៉ាងវេទនានិងអយុត្តិធម៌ព្រលឹងរបស់ពួកគេមិនអាចទៅណាបានឡើយហើយបានជំពាក់វគ្គវិនក្នុងលោកនេះដើម្បីរងចាំពេលសងសឹកលើព្រះនាងហ្វីនៅពេលដឹងរឿងនេះព្រះនាងរ៉េនបាននាំឆៃអ៊ុនទៅកាន់ដើមឈើដែរដើម្បីឲ្យគេចុះទៅភពវិញ្ញាណទៅតាំងជាមួយព្រលឹងពួកអ្នកបម្រើទាំងនោះកុំឲ្យមកធ្វើបាបព្រះអាគមហេសីហ្វីព្រមទាំងធ្វើពិធីរំដោះព្រលឹងពួកគេឲ្យបានទៅចាប់ជាតិដោយស្ងប់បេសកកម្មលើកនេះលំបាកខ្លាំងណាស់ឆៃអ៊ុនត្រូវស្ថិតនៅតែម្នាក់ឯងចំកណ្ដាលហ្វូងវិញ្ញាណដ៏ច្រើនសន្ធឹកសន្ធាប់ហើយគេត្រូវបានបង្ខំឲ្យវាតាំងជាមួយពួកវានៅខណៈពេលដ៏សំខាន់ទៀតនៅក្នុងហឹបត្រូវបានដុតកំទេចនៅភពមនុស្សធ្វើឲ្យឆៃអ៊ុនអាចបំពេញពិធីរំដោះព្រលឹងនិងជួយឲ្យពួកវាចាក់ចេញទៅដោយស្ងប់បានបន្ទាប់មកព្រះនាងរ៉េនបានទៅឈរនៅពីមុខព្រះអាគមហេសីហ្វីដើម្បីមើលថាតើទ្រង់មានសុវត្ថិភាពឬនៅរំពេចនោះវិញ្ញាណទាំងនោះបានហោះចេញពីរាងកាយរបស់ហ្វីហើយបានប្រាប់រ៉េនថារឿងរ៉ាវមិនទាន់បញ្ចប់នៅឡើយទេម្ចាស់ក្ត្រីនៃព្រះបរមរាជវាំងកំពុងតែត្រឡប់មកវិញហើយបន្ទាប់មកទៀតយើងក៏បានដឹងការពិតដ៏រន្ធត់មួយថាវិញ្ញាណអាក្រក់ចុមាដែលកំពុងតាមសម្លាប់កូនរបស់ព្រះរាជាឆាងនោះដើមឡើយគឺជាក្មេងស្រីម្នាក់ដែលធ្លាប់រស់នៅក្នុងវាំងកាលនោះព្រះអាគមហេសីហ្វីបានធ្វើបាបនិងចោទប្រកាន់នាងយ៉ាងអយុត្តិធម៌រួចបញ្ជាឲ្យយកនាងទៅប្រហារជីវិតប៉ុន្តែក្មេងស្រីរូបនោះបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងជាមុនដោយអាដៃខ្លួនឯងរួចលោតទម្លាក់ចូលទៅក្នុងទឹកព្រមទាំងប្រាសាទថាព្រះបរមរាជវាំងមួយនេះនឹងមិនមានរាជទាយាទបន្តពូជពង្សទៀតឡើយនៅពេលបានរឿងបែបនេះព្រះនាងរ៉េនភ័យតក់ស្លុតយ៉ាងខ្លាំងរួចបានប្រញាប់រត់ទៅឯទឹកដើម្បីទាញឆៃអ៊ុនឡើងមកវិញប៉ុន្តែនៅពេលឆៃអ៊ុនឡើងមកលើគោកលើកនេះគេមានអាការៈល្ហិតល្ហៃនិងស្ទើរតែបាត់បង់ស្មារតីទៅហើយរំពេចនោះគេស្រាប់តែស្ទុះមកចាប់ច្របាច់ក៏ព្រះនាងរ៉េនយ៉ាងខ្លាំងក្លាបន្ទាប់ពីបានច្របាច់ក៏រ៉េនមួយសន្ទុះធំឆៃអ៊ុនក៏បានលែងដៃចេញដោយខ្លួនឯងរួចក៏ដួលសន្លប់បាត់បង់ស្មារតីទៅលុះព្រឹកឡើងអ្វីដំបូងដែលព្រះនាងរ៉េនធ្វើគឺការប្រញាប់ទៅជួបបិតារបស់នាងគឺព្រះរាជាឆាងនាងបានទូលប្រាប់ទ្រង់ថាដោយសារមានជំនួយពីឆៃអ៊ុនពួកគេអាចរំដោះនិងដេញវិញ្ញាណអ្នកបម្រើក្នុងវាំងទាំង13នាក់នោះបានហើយនាងបានទូលសួរទ្រង់ត្រង់ថាតើទ្រង់ជាអ្នកលួចធ្វើអ្វីលើហឹបធាតុរបស់ពួកគេតាំងពីដំបូងមែនទេដើម្បីឲ្យវិញ្ញាណទាំងនោះទៅសម្លាប់ព្រះអាគមហេសីហ្វីព្រះរាជាបដិសេធមិនព្រមប្រាប់អ្វីទាំងអស់ប៉ុន្តែការពិតគឺទ្រង់ជាអ្នកធ្វើពិតមែនព្រោះព្រះអាគមហេសីហ្វីចង់ដណ្ដើមរាជសម្បត្តិពីទ្រង់និងកូនរបស់ទ្រង់ហើយទ្រង់នឹងមិនបណ្ដោយឲ្យរឿងនោះកើតឡើងជាដាច់ខាតព្រះនាងរ៉េនក៏បានសួរបតាបន្តទៀតថាតើម្ចាស់ក្ត្រីនៃព្រះបរមរាជវាំងដែលបានក្លាយជាវិញ្ញាណអាក្រក់តាមសងសឹកនោះជានរណាគេពិតប្រាកដគ្រាន់តែបានឮឈ្មោះនេះភ្លាមព្រះរាជាឆាងប្រែជាតានតឹងមុខស្ងៀមតែម្ដងទ្រង់បានប្រាប់រ៉េនថាអត្តសញ្ញាណរបស់នាងមិនសំខាន់ទេអ្វីដែលសំខាន់គឺត្រូវកំទេចនាងចោលទ្រង់បានព្រមាននាងថាអ្នកណាដែលដឹងការសម្ងាត់របស់ព្រះបរមរាជវាំងគឺត្រូវតែស្លាប់
anh ប្រមូលអារម្មណ៍ធ្វើតែភារកិច្ចដែលអញប្រគល់ឲ្យបានហើយកុំចេះដឹងរឿងការពីអតីតកាលឲ្យសោះតែកើតមកជាតួឯកស្រីទៅហើយមានឯណារ៉េនព្រមស្ដាប់តាមនាងបានដើរចេញរួចទៅមើលអាការៈរបស់ឆៃអ៊ុនប៉ុន្តែបានឃើញគេនៅតែមានជំងឺធ្ងន់ធ្ងរនៅឡើយឆៃអ៊ុនបានប្រាប់នាងថារាល់ពេលដែលគេចូលទៅក្នុងភពវិញ្ញាណធម្មពលរបស់គេនឹងត្រូវថយចុះយ៉ាងខ្លាំងកាលពីម្សិលមិញគេត្រូវតាំងជាមួយវិញ្ញាណរហូតដល់ទៅ13ធ្វើឲ្យធម្មពលរបស់គេខ្សោះពីខ្លួនហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺប្រសិនបើគេនៅតែបន្តធ្វើបែបនេះយូរពេកធម្មពលទាំងអស់នឹងអស់ពេលនោះរូបគេផ្ទាល់នឹងប្រែទៅជាវិញ្ញាណអាក្រក់នោះហើយជាមូលហេតុដែលគេចង់រំដោះខ្លួននិងបញ្ចប់បេសកកម្មក្នុងវាំងនេះឲ្យបានលឿនបំផុតបន្ទាប់ពីសារភាពរឿងនេះហើយឆៃអ៊ុនក៏បានសុំឲ្យរ៉េនស្មោះត្រង់ជាមួយគេវិញដោយប្រាប់គេមកថាតើនរណាគេពិតប្រាកដដែលនាងចង់សម្លាប់នៅក្នុងវាំងនេះរ៉េនក៏បានប្រាប់ថានាងចង់ស្វែងរកអ្នកដែលបានសម្លាប់មាតារបស់នាងដើម្បីសងសឹកយើងក៏បានដឹងថាកាលពីមុនព្រះអាគមហេសេហ្វីធ្លាប់បានចាប់ប្រកាន់មាតារបស់រ៉េនថាបានប្រើអំពើអាបធ្មប់បណ្ដាសាលើស្រីស្នំរបស់ព្រះរាជាឆាងដើម្បីកុំឲ្យពួកគេមានកូនឬបើមានកូននោះនឹងត្រូវស្លាប់ការចាប់ប្រកាន់នេះកើតឡើងដោយសារតែមាតារបស់រ៉េនបង្កើតបានតែរ៉េនម្នាក់ប៉ុណ្ណោះហើយមិនអាចបង្កើតកូនប្រុសបន្តពូជពង្សឲ្យព្រះរាជាបានដោយសារការចាប់ប្រកាន់នេះព្រះអាគមហេសេហ្វីបានបញ្ជាឲ្យបណ្ដេញមាតារបស់រ៉េនចេញពីរាជវាំងកាលនោះរ៉េនមានអាយុទើបតែប្រមាណ 5-4 ឆ្នាំប៉ុណ្ណោះនាងបានរត់ទៅសុំអង្វរព្រះរាជាឆាងឲ្យជួយមាតារបស់នាងដោយប្រាប់ថាមាតារបស់នាងបរិសុទ្ធស្អាតស្អំហើយព្រះអាគមហេសេហ្វីទេជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់ព្រោះនាងបានឬពួកវិញ្ញាណនិយាយបែបនេះដោយផ្ទាល់ទៅជាប៉ុន្តែព្រះរាជាឆាងបានបំបិទមាត់នាងរួចប្រមានថាកុំឲ្យទ្រង់ឬនាងនិយាយថាមើលឃើញឬនិយាយជាមួយវិញ្ញាណទៀតឲ្យសោះប្រសិនបើគេដឹងថាបុត្រីស្ដេចអាចធ្វើបែបនោះបានវានឹងធ្វើឲ្យទ្រង់អាម៉ាស់មុខមិនត្រឹមតែមិនជួយទេទ្រង់ថែមទាំងបានដេញរ៉េននិងមាតារបស់នាងឲ្យចេញទៅក្រៅវាំងទៀតផងអ្នកទាំងពីរបានចាក់ចេញទាំងត្រជាក់ជ្រាបគ្មានទីពឹងបន្ទាប់មកមាតារបស់នាងក៏បានសុគតដោយសារត្រូវថ្នាំពុលនោះគឺដោយសារតែគាត់បានដឹងការសម្ងាត់របស់វាំងដឹងពីទង្វើអាក្រក់របស់ហ្វីនិងការប្រើអាបធ្មប់សម្រាប់ព្រះទាយាទគ្រប់អង្គដែលកើតមកនោះហើយជាមូលហេតុដែលរ៉េនចង់សងសឹកឲ្យមាតាហើយវានឹងអាចទៅរួចលុះត្រាតែនាងលាបត្រដាងការសម្ងាត់ទាំងអស់នេះឲ្យបានបន្ទាប់មករ៉េនបានប្រាប់ឆៃអ៊ុនថាបិតារបស់នាងមិនព្រមប្រាប់ថាម្ចាស់ក្ត្រីនៃព្រះបរមរាជវាំងជានរណាឡើយប៉ុន្តែនាងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រាស្រ័យតាក់ទងជាមួយវិញ្ញាណនោះប្រសិនបើឆៃអ៊ុនអាចរកវិធីហៅនាងមកបានឆៃអ៊ុនបានប្រាប់ថានោះជាហានិភ័យធំណាស់ប៉ុន្តែគេមានគំនិតល្អជាងនេះឆៃអ៊ុនបាននាំរ៉េនទៅកាន់បន្ទប់របស់ជេណាំងជេណេងដែលជាអ្នកបម្រើផ្ទាល់របស់ព្រះអាគមហេសេហ្វីផែនការរបស់ឆៃអ៊ុនគឺបំភ័យជេណាំងឲ្យជឿថាវិញ្ញាណអាក្រក់កំពុងតែតាមសម្លាប់នាងដែរដូច្នេះដើម្បីការពារខ្លួននាងត្រូវតែប្រាប់ការពិតទាំងអស់ផែនការនេះបានសម្រេចជេណាំងភ័យខ្លាំងពេកក៏បានលាតត្រដាងប្រាប់រឿងរ៉ាវទាំងអស់តែម្ដងយើងបានដឹងថាម្ចាស់ក្ត្រីនៃព្រះបរមរាជវាំងដើមឡើយគឺជាក្មេងស្រីសាមញ្ញម្នាក់ឈ្មោះឆយនាងមានសម្រស់ស្អាតប្លែកធ្វើឲ្យអតីតព្រះរាជាបិតារបស់ឆាងស្រឡាញ់នាងយ៉ាងខ្លាំងប៉ុន្តែបញ្ហាគឺនៅពេលក្រោយមកគេបានរកឃើញថានាងមានទំនាក់ទំនងលួចលាក់ជាមួយឆ្មាំរាជវាំងម្នាក់ឈ្មោះហ៊ួនយួនហើយនាងថែមទាំងមានផ្ទៃពោះជាមួយគេទៀតផងព្រះអាគមហេសេហ្វីបានភ័យខ្លាចថាឆយនឹងកុហកថាទារកនោះជាកូនរបស់ព្រះរាជាទើបនាងបានបញ្ជាឲ្យយកឆយនិងហ៊ួនទៅប្រហារជីវិតចោលឆយមិនអាចទ្រាំទ្រនឹងរឿងអយុត្តិធម៌ដែលកើតឡើងចំពោះនាងនិងគូស្នេហ៍បានឡើយមុនពេលស្លាប់នាងក៏បានដាក់បណ្ដាសាដល់រាជបុត្រទាំងឡាយណាដែលកើតនៅក្នុងវាំងនេះតែម្ដងរ៉េននិងឆៃអ៊ុនបានសួរជេណាំងថាតើសុខនឹងរបស់ឆយនៅឯណាប៉ុន្តែជេណាំងប្រាប់ថានាងដឹងតែប៉ុណ្្នឹងទេពួកគេក៏បានចាក់ចេញមកវិញរ៉េនបានប្រាប់ឆៃអ៊ុនថានាងត្រូវតែទៅផ្ទះរបស់ឆ្មាំហ៊ួនក្រែងលោនាងអាចតាក់ទងជាមួយវិញ្ញាណរបស់គេដើម្បីដឹងការពិតបន្ថែមព្រោះនាងមិនជឿថាឆយជាជនក្បត់ឡើយឆៃអ៊ុនបានប្រាប់ថាយោបល់នេះគ្រោះថ្នាក់ខ្លាំងណាស់ព្រោះផ្ទះរបស់ឆ្មាំរូបនោះត្រូវបានគេនិយាយថាគួរឲ្យភ័យខ្លាចហើយអ្នកណាដែលចូលទៅគឺមិនដែលបានត្រឡប់មកវិញឡើយគេសុខចិត្តទៅតែម្នាក់ឯងវិញប៉ុន្តែដោយសារព្រះរាជាហាមឃាត់មិនឲ្យគេចេញពីរាជវាំងដូច្នេះគេនឹងប្រថុយធ្វើរឿងដ៏គ្រោះថ្នាក់មួយគេនឹងប្រព្រឹត្តវិធីដកព្រលឹងចេញពីរាងកាយហើយបណ្ដោយឲ្យព្រលឹងរបស់គេចាក់ចេញពីវាំងទៅកាន់ផ្ទះរបស់ឆ្មាំនោះប៉ុន្តែប្រសិនបើព្រលឹងគេចេញពីរាងកាយយូរពេកគេនឹងត្រូវស្លាប់រ៉េនប្រាប់ថានាងមិនព្រមឲ្យគេប្រថុយដល់ថ្នាក់នឹងឡើយឆៃអ៊ុនក៏បានទៅវិញថាអញ្ចឹងនាងទៅប្រាប់បតានាងឲ្យលែងគេទៅព្រោះពេលនេះគេបានក្លាយជាមនុស្សគ្រោះថ្នាក់និងអាចប្រែជាវិញ្ញាណអាក្រក់បានគ្រប់ពេលហើយបើកើតឡើងមែនមនុស្សដំបូងដែលគេសម្លាប់គឺព្រះរាជានឹងឯងរ៉េនបដិសេធគំនិតនេះរួចប្រមានគេកុំឲ្យគំរាមបតានាងទៀតបន្ទាប់មកឆៃអ៊ុនបានដើរចេញពីរ៉េនទៅកាន់ដើមឈើនិងអណ្ដូងទឹកដែលគេធ្លាប់ទៅនៅពេលនោះគេស្រាប់តែបានឮសំឡេងស្រែកហៅគេចេញពីក្នុងអណ្ដូងអ្វីដែលភ្ញាក់ផ្អើលនោះគឺនៅថ្ងៃបន្ទាប់នៅក្នុងវាំងស្រាប់តែរកឃើញសពមនុស្សម្នាក់នៅក្នុងអណ្ដូងនោះនៅពេលរ៉េនឬដំណឹងនេះនាងបានរត់ទៅរកឆៃអ៊ុនក៏បានឃើញមានឈាមប្រឡាក់ពេញអាវរបស់គេប៉ុន្តែឆៃអ៊ុនបែរជាចង់ចាំអ្វីមិនបានសោះថាកាលពីយប់មិញគេបានធ្វើអ្វីខ្លះបន្ទាប់ពីចាក់ចេញពីនាងនៅយប់នោះដំណឹងបានលេចជឿទៅដល់ព្រះរាជាឆាងថាអាការៈជំងឺរបស់រាជបុត្រយុនស្រាប់តែរើឡើងធ្ងន់ធ្ងរជាថ្មីម្ដងទៀតព្រះរាជាឆាងបានហៅឆៃអ៊ុនមកជួបរួចមានបន្ទូលគំរាមថាប្រសិនបើកូនប្រុសរបស់ទ្រង់មិនភ្ញាក់នឹងជាសះស្បើយនៅថ្ងៃស្អែកទេទ្រង់នឹងសម្លាប់ឆៃអ៊ុនចោលឆៃអ៊ុនបានប្រមានព្រះរាជាវិញថាប្រសិនបើគេចូលទៅក្នុងភពវិញ្ញាណម្ដងទៀតគេអាចនឹងស្លាប់ហើយបើគេស្លាប់គេនឹងត្រឡប់មកវិញក្នុងនាមជាវិញ្ញាណអាក្រក់ដែលកំទេចអ្វីទាំងអស់នៅពីមុខប៉ុន្តែព្រះរាជាឆាងមិនខ្វល់ឡើយដោយមានបន្ទូលថាជីវិតរបស់ឆៃអ៊ុនគ្មានតម្លៃស្មើនឹងជីវិតកូនប្រុសទ្រង់ឡើយឆៃអ៊ុនគ្មានជំរឿអ្វីក្រៅពីបញ្ជូនព្រលឹងរបស់ខ្លួនទៅកាន់ភពវិញ្ញាណដើម្បីប្រាស្រ័យតាក់ទងជាមួយឆ្មាំហ៊ួននិងស្វែងរកការពិតទាំងអស់ឡើយគេបានរត់ទៅផ្ទះរបស់រ៉េនដើម្បីឲ្យនាងជួយធ្វើពិធីប៉ុន្តែមិនបានជួបនាងទេគេបានជួបក្មេងស្រីជិតខាងម្នាក់ឈ្មោះយូហើយឲ្យនាងជួយជំនួសឆៃអ៊ុនបានធ្វើពិធីរួចបានចូលទៅកាន់ភពវិញ្ញាណពិតមែនគេបានជួបនឹងវិញ្ញាណរបស់ឆ្មាំហ៊ួនប៉ុន្តែការជួបគ្នានេះមិនរលូនឡើយហ៊ួនបានទាញដាវមកវាយប្រហារលើឆៃអ៊ុនយ៉ាងខ្លាំងនៅពេលជាមួយគ្នានោះនៅភពមនុស្សក្មេងស្រីយូបានធ្វើតាមការផ្ដាំរបស់ឆៃអ៊ុនដោយនាងបានអាដៃខ្លួនឯងឲ្យឈាមតាក់ទាញវិញ្ញាណរបស់ហ៊ួនធ្វើឲ្យឆៃអ៊ុនអាចរំដោះហ៊ួនពីវិញ្ញាណអាក្រក់និងអាចនិយាយគ្នាបានឆៃអ៊ុនបានដឹងការពិតថាកាលនោះឆ្មាំហ៊ួនត្រូវបានបង្ខំឲ្យចោទប្រកាន់ឆយតាមការបង្គាប់របស់ព្រះអាគមហេសេហ្វី
ដោយសារតែគេទើបឆយត្រូវបាត់បង់កូននៅក្នុងផ្ទៃឆយបានយកកូននោះទៅកប់ជាមួយនឹងកន្សែងជូតមុខដែលនាងបានប៉ាក់ដោយដៃផ្ទាល់សម្រាប់កូនយូរបានឬការសន្ទនានេះនាងក៏បានរត់ទៅកាន់កន្លែងដែលហ៊ួនបាននិយាយរួចយកកន្សែងនោះមកបន្ទាប់មកនាងបានរត់ត្រឡប់មកផ្ទះវិញដើម្បីមើលឆៃអ៊ុនប៉ុន្តែបានឃើញថាព្រលឹងរបស់គេនៅតែមិនទាន់ត្រឡប់មកវិញដែរនាងភ័យខ្លាំងណាស់ព្រោះដូចដែលគេបានប្រាប់ព្រលឹងចេញពីរៀងយូរប៉ុណ្ណាគ្រោះថ្នាក់ដល់ជីវិតកាន់តែធំដោយមិនរងចាំយូរបានរត់ទៅកាន់ដើមឈើចុងពួររួចចុះទៅក្នុងទឹកដើម្បីទៅនាំឆៃអ៊ុនត្រឡប់មកវិញដោយខ្លួនឯងនៅពេលនាងទៅដល់ព្រលឹងរបស់ឆៃអ៊ុនហើយព្យាយាមនាំគេត្រឡប់មកវិញឆៃអ៊ុនបែរជាបដិសេធមិនព្រមត្រឡប់មកវិញឡើយព្រោះគេបានឮសំឡេងព្រលឹងមាតារបស់គេកំពុងតែស្រែកហៅគេបានរត់ទៅជួបនឹងអបមាតារបស់គេទន្ទឹមនឹងនោះហ្វូងវិញ្ញាណអាក្រក់បានមកចំរុំជុំវិញរ៉េនដែលបានតាមមកដែរមិនឲ្យនាងចូលទៅជិតគេឡើយរំពេចនោះព្រលឹងមាតារបស់ឆៃអ៊ុនស្រាប់តែក្រឡែកខ្លួនទៅជាបិសាចដ៏គួរឲ្យភ័យខ្លាចហើយបានស្ទុះមកវាយប្រហារលើឆៃអ៊ុនដោយប្រាប់ថាគេគឺជាមូលហេតុដែលធ្វើឲ្យគាត់ត្រូវស្លាប់រ៉េនឈរមើលទាំងអស់សង្ឃឹមមិនអាចធ្វើអ្វីបានឡើយលុះត្រាតែសត្វតូចដែលមានរូបរាងដូចកូនមាន់ដែលឆៃអ៊ុនធ្លាប់ភ័យខ្លាចស្រាប់តែលេចមុខមកវាបានក្រឡែកខ្លួនទៅជាបិសាចដ៏ធំសម្បើមរួចបានកំទេចពួកវិញ្ញាណអាក្រក់ជុំវិញរ៉េនទាំងអស់បន្ទាប់មកវាបានស្ទុះទៅរកឆៃអ៊ុនហើយបិសាចដែលកំពុងចាប់ឆៃអ៊ុននោះក៏បានលេបពួកគេទាំងពីររួចលេចចុះទៅក្នុងអណ្ដូងបាត់ទៅឆៃអ៊ុនបានបាត់ខ្លួនភ្លាមនៅចំពោះមុខរ៉េននាងភ័យខ្លាចថាគេបានស្លាប់ហើយព្រលឹងរបស់គេត្រូវបាត់បង់ជារៀងរហូតនាងនឹកឃើញសម្ដីរបស់គេថាប្រសិនបើរឿងនេះកើតឡើងគេនឹងត្រឡប់មកវិញក្នុងនាមជាវិញ្ញាណអាក្រក់ដែលបំផ្លាញអ្វីទាំងអស់នៅចំពោះមុខនៅខណៈពេលនោះដែរនៅក្នុងព្រះបរមរាជវាំងព្រះរាជាឆាងកំពុងតែរៀបចំខ្លួនចូលរួមពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអាគមហេសីហ្វីព្រះអង្គម្ចាស់គង់ក៏បានចូលរួមជាមួយកូនរបស់ទ្រង់ដែរដោយមានបំណងចង់លើកបដូរឲ្យកូនរបស់ខ្លួនឡើងធ្វើជាកិត្តិយសជំនួសរាជបុត្រយន្តរំពេចនោះខណៈពេលដែលកំពុងតែរីករាយនៅក្នុងពិធីបុណ្យទ្វារព្រះបរមរាជវាំងស្រាប់តែត្រូវផ្លុំបើកយ៉ាងខ្លាំងក្លាអ្វីគ្រប់យ៉ាងនៅក្នុងវងបានហោះហើរពេញអាកាសធាតុហេតុការណ៍នេះកើតឡើងដោយសារតែព្រលឹងរបស់ឆៃអ៊ុនដែលនៅតែស្ថិតនៅក្នុងភពវិញ្ញាណត្រូវបានត្រួតត្រាដោយវិញ្ញាណអាក្រក់ទាំងស្រុងហើយវិញ្ញាណអាក្រក់នោះបានបញ្ចូលគេថាព្រះរាជានិងព្រះបរមរាជវាំងគឺជាដើមហេតុដែលធ្វើឲ្យមាតារបស់គេត្រូវស្លាប់ឆៃអ៊ុនដែលពេលនេះប្រែជាបិសាចមានបំណងចង់មកសម្លាប់ព្រះរាជាឆាងប៉ុន្តែព្រះនាងរ៉េនបានស្ទុះទៅឈររាំងនៅពីមុខគេហើយព្យាយាមសម្រួលអារម្មណ៍និងរំលឹកស្មារតីគេឡើងវិញព្រះនាងរ៉េនបានប្រាប់ឆៃអ៊ុនថាគេកំពុងតែបាត់បង់ស្មារតីនិងគ្មាននរណាម្នាក់ជាអ្នកធ្វើឲ្យមាតារបស់គេស្លាប់ឡើយនាងសន្យាថានឹងស្រាយចម្ងល់នេះឲ្យគេភ្លាមនៅពេលពួកគេត្រឡប់ទៅភពមនុស្សវិញឆៃអ៊ុនចាប់ផ្ដើមគ្រប់គ្រងស្មារតីបានឡើងវិញព្រលឹងរបស់គេក៏បានត្រឡប់ចូលក្នុងរាងកាយគេបានប្រញាប់ប្រញាល់ស្ទុះទៅទាញរ៉េនឡើងពីក្នុងទឹកទាំងភ័យតក់ស្លុតក្រែងលោនាងមានគ្រោះថ្នាក់ដោយសារតែរូបគេនៅពេលរ៉េនដឹងខ្លួននាងបានប្រាប់គេថានាងមិនអីនោះទេប៉ុន្តែដោយសារតែការប្រថុយប្រឋានដ៏ធំធេងដើម្បីជួយសង្គ្រោះឆៃអ៊ុនរាងកាយរបស់រ៉េនត្រូវធ្លាក់ខ្លួនចុកខ្សោយយ៉ាងខ្លាំងហើយនាងបានសន្លប់បាត់ស្មារតីអស់រយៈពេល3ថ្ងៃពេញលុះពេលភ្ញាក់ឡើងនឹងមានអាការៈធូរស្រាលអ្វីដំបូងដែលនាងធ្វើគឺការរត់ទៅអរគុណឆៃអ៊ុនប៉ុន្តែឆៃអ៊ុនបានប្រាប់ថារូបគេទេដែលត្រូវអរគុណនាងព្រោះនាងជាអ្នកជួយសង្គ្រោះជីវិតគេរ៉េនបានប្រាប់ឆៃអ៊ុនថានាងបានរកឃើញធាតុកូនរបស់ឆយហើយពួកគេអាចប្រើវាដើម្បីប្រាស្រ័យតាក់ទងជាមួយឆយរំដោះព្រលឹងនាងចេញពីវិញ្ញាណអាក្រក់សង្គ្រោះជីវិតរាជបុត្រយន្តនិងបញ្ចប់រឿងរ៉ាវទាំងអស់នេះជារៀងរហូតអ្នកទាំងពីរបានប្រញាប់ប្រញាល់សម្ដៅទៅកាន់ដើមឈើភ្លាមប៉ុន្តែរំពេចនោះរ៉េនស្រាប់តែមានការឈឺចាប់យ៉ាងខ្លាំងនៅត្រង់ខ្នងយើងក៏បានដឹងថាកាលពីនាងនៅភពវិញ្ញាណដើម្បីជួយឆៃអ៊ុននោះវិញ្ញាណអាក្រក់បានតោងជញ្ជក់ក្នុងរបស់នាងបាត់ទៅហើយឆៃអ៊ុនព្រួយបារម្ភយ៉ាងខ្លាំងហើយប្រាប់ថាពួកគេត្រូវតែប្រញាប់ប្រញាល់ព្រោះវិញ្ញាណអាក្រក់បានស្ដារធម្មពលឡើងវិញហើយវានឹងវាយប្រហារលើរាជបុត្រយន្តសាជាថ្មីដែលលើកនេះវានឹងយកជីវិតរាជបុត្រតែម្ដងឆៃអ៊ុនបានធ្វើដំណើរទៅភពវិញ្ញាណភ្លាមជាមួយនឹងកន្សែងដែលមានធាតុកូនរបស់ឆយដើម្បីហៅព្រលឹងរបស់នាងនៅខណៈពេលដ៏សំស្របរ៉េនបានប្រើធ្នូដែលប្រឡាក់ឈាមរបស់ឆៃអ៊ុនបាញ់សម្ដៅទៅផ្ទះរបស់ឆយធ្វើឲ្យវិញ្ញាណរបស់នាងចុះទន់ខ្សោយឯឆៃអ៊ុនក៏អាចរំដោះនាងចេញពីវិញ្ញាណអាក្រក់បានយ៉ាងងាយស្រួលដោយគ្មានការតាំងអ្វីឡើយអាការៈជំងឺរបស់រាជបុត្រយន្តបានជាសះស្បើយយ៉ាងល្អប្រសើរនិងត្រឡប់មកជាធម្មតាវិញឆៃអ៊ុនត្រឡប់មកពីភពវិញ្ញាណវិញរួចប្រាប់រ៉េនថាគ្រប់យ៉ាងបានល្អប្រសើរហើយនៅថ្ងៃបន្ទាប់រ៉េនបានទៅជួបព្រះរាជាឆាងហើយប្រាប់ថានាងបានបំពេញភារកិច្ចជោគជ័យហើយសំណើតែមួយគត់របស់នាងគឺសូមឲ្យទ្រង់បណ្ដោយឲ្យឆៃអ៊ុនចាក់ចេញពីវាំងដោយសុវត្ថិភាពព្រះរាជាឆាងបានអះអាងថារូបគេមានសេរីភាពហើយរ៉េនសប្បាយចិត្តយ៉ាងខ្លាំងក៏រត់ទៅប្រាប់ឆៃអ៊ុនប៉ុន្តែឆៃអ៊ុនដែលកំពុងអង្គុយទាំងក្រវិលក្រវាយបែរជាមិនទាន់អស់ចិត្តសោះឆៃអ៊ុននិយាយថាខ្ញុំមិនយល់សោះយើងអាចយកឈ្នះវិញ្ញាណអាក្រក់ដែលបានសម្លាប់ព្រះទាយាទអស់រយៈពេល30ឆ្នាំបានងាយស្រួលយ៉ាងនេះហែតើនាងប្រកាសចិត្តទេថាវិញ្ញាណដែលសម្លាប់ព្រះទាយាទទាំងនោះគឺជាព្រលឹងរបស់ឆយរ៉េនសួរវិញថាបើមិនមែនជានាងតើជាអ្នកណាទៅវិញគេប្រាប់ថាមិនដឹងទេប៉ុន្តែគេមានអារម្មណ៍ថាមានរឿងមិនប្រក្រតីគេក៏បានសួរនាងពីផែនការសងសឹកឲ្យមាតារបស់នាងរ៉េនប្រាប់ថានាងនឹងទៅតាំងជាមួយព្រះអាគមហេសីហ្វីដោយផ្ទាល់នាងបានទៅជួបហ្វេហើយនិយាយត្រង់ថាខ្ញុំដឹងថាទ្រង់ជាអ្នកសម្លាប់ឆយហើយទម្លាក់កំហុសក្បត់ជាតិលើនាងដោយសារទ្រង់ច្រណែននិងភ័យខ្លាចនាងដណ្ដើមតំណែងហើយនៅពេលមាតារបស់ខ្ញុំដឹងការពិតទ្រង់ក៏បានទម្លាក់កំហុសលើគាត់ដេញគាត់ចេញរួចសម្លាប់គាត់ដោយថ្នាំពោធិ៍ទៀតហ្វីបានបដិសេធគ្រប់យ៉ាងរួចស្ដីបន្ទោសរ៉េនរំពេចនោះរ៉េនបានឃើញវិញ្ញាណដ៏ធំសម្បើមមួយនៅជុំវិញពួកគេវិញ្ញាណនោះបានចូលសង្កប់លើហ្វីហើយបង្ខំឲ្យនាងសារភាពរាល់អំពើអាក្រក់ទាំងអស់ដែលនាងបានធ្វើនៅពេលហ្វីដឹងខ្លួនវិញរ៉េនបានប្រាប់ថានាងនឹងយកការពិតនេះទៅប្រាប់បតានាងដើម្បីឲ្យហ្វីត្រូវប្រន្ទាទោសប៉ុន្តែនៅពេលរ៉េនទៅជួបព្រះរាជាឆាងទ្រង់បែរជាសុំឲ្យនាងបដូរប្រធានបទទៅវិញនាងបានសួរពីឆៃអ៊ុនថាតើគេបានចាក់ចេញពីវាំងដោយសុវត្ថិភាពឬនៅព្រះរាជាបានប្រាប់ថារូបគេមិនអីទេហើយបានចាក់ចេញបាត់ហើយរ៉េនបានដើរចេញពីរាជដំណាក់ហើយទៅជួបឆៃអ៊ុនដែលមិនទាន់បានចាក់ចេញនៅពេលជួបគេនាងស្រាប់តែបានឮសំឡេងវិញ្ញាណរួចប្រាប់ឆៃអ៊ុនថាមានរឿងអាក្រក់នឹងកើតឡើងលើរាជបុត្រយន្តហើយពិតមែនរាជបុត្រយន្តបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតសន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលប្រពន្ធសត្វជាមួយព្រះរាជាឆាង
ឆៃអ៊ុនបានប្រាប់រ៉េនថាឆយមិនមែនជាវិញ្ញាណអាក្រក់ដែលសម្លាប់បងប្អូនរបស់នាងទេឥឡូវនេះខ្ញុំយល់គ្រប់យ៉ាងហើយវិញ្ញាណដែលវាប្រហារលើរាជបុត្រយុនតាំងពីដំបូងនិងវិញ្ញាណដែលតោងក្នុងនាងនៅភពវិញ្ញាណនោះគឺជាព្រលឹងរបស់អ្នកផ្សេងដែលចង់មករន្ទាទោសបិតារបស់នាងព្រះរាជាឆាងគឺជាតួអាក្រក់ពិតប្រាកដនៅក្នុងរឿងនេះទ្រង់គឺជាដើមហេតុនៃរឿងរ៉ាវទាំងអស់ឆៃអ៊ុនបានបន្ថែមថាប្រសិនបើរាជបុត្រយុនស្លាប់ព្រះរាជាឆាងក៏នឹងត្រូវស្លាប់បន្ទាប់ពីនោះដែររ៉េនប្រាប់ថាពេលនេះមិនមែនជាពេលមកជ័យគ្នាទេត្រូវតែទៅជួយយុនជាបន្ទាន់ប៉ុន្តែឆៃអ៊ុនប្រាប់ថាវាយឺតពេលហើយប្រសិនបើនាងនៅតែម្នាក់ឯងនាងក៏នឹងត្រូវស្លាប់ដូចជាបងប្រុសរបស់នាងដែរឆៃអ៊ុនបានសុំឲ្យរ៉េនលាក់ខ្លួនគេនៅក្នុងវាំងដើម្បីឲ្យគេអាចការពារនាងនិងស្វែងរកវិធីកំទេចវិញ្ញាណអាក្រក់នោះរ៉េនបានលាក់ឆៃអ៊ុននៅក្នុងហបធំមួយនៅក្នុងបន្ទប់របស់នាងឆៃអ៊ុនប្រាប់ថារូបគេនឹងព្យាយាមបញ្ជូនព្រលឹងទៅភពវិញ្ញាណដើម្បីស្វែងរកអត្តសញ្ញាណពិតប្រាកដនៃវិញ្ញាណអាក្រក់នោះហើយសុំឲ្យនាងទៅបញ្ចុះបញ្ចូលបតានាងថាការស្លាប់របស់រាជបុត្រយុនមិនមែនជាកំហុសរបស់គេឡើយរ៉េនបានធ្វើតាមនាងទៅជួបព្រះរាជាឆាងហើយសុំឲ្យទ្រង់ផ្ដល់ឱកាសឲ្យឆៃអ៊ុនម្ដងទៀតប៉ុន្តែព្រះរាជាឆាងប្រាប់ថាវាមិនអាចទៅរួចទេព្រោះពេលនេះរាជបុត្រយុនបានសុគតបាត់ទៅហើយរ៉េនបានស្ដីបន្ទោសបេតាទាំងទឹកភ្នែកថាបេតាគឺជាដើមហេតុដែលធ្វើឲ្យរាជបុត្រយុនត្រូវស្លាប់ប្រសិនបើបេតាស្មោះត្រង់ជាមួយពួកយើងតាំងពីដំបូងហើយប្រាប់ថាវិញ្ញាណអាក្រក់នោះជានរណាពួកយើងប្រកាសជាអាចកំទេចវាបានប៉ុន្តែឥឡូវនេះខ្ញុំយល់គ្រប់យ៉ាងហើយគឺបេតានឹងហើយជាអ្នកសម្លាប់រាជបុត្រទាំងឡាយបេតាបានសម្លាប់រាជយាតឆាហើយទើបតែព្រលឹងរបស់គេចង់មកសងសឹកលើបេតានិងអ្នកដែលមានឈាមជ័ររបស់បេតារឿងគ្រប់យ៉ាងដែលកើតឡើងគឺដោយសារតែបេតាសូម្បីតែការស្លាប់របស់មាតាខ្ញុំក៏ដោយសារតែគាត់បានដឹងការពិតនេះដែរព្រះរាជាឆាងខឹងសម្បាយ៉ាងខ្លាំងហើយប្រាប់ថាប្រសិនបើទ្រង់ឬនាងនិយាយបែបនេះទៀតទ្រង់នឹងសម្លាប់នាងចោលទ្រង់បានបញ្ជាឲ្យឆ្មាំឃុំឃាំងរ៉េនមិនឲ្យចេញទៅណាព្រមទាំងបញ្ជាឲ្យទៅតាមចាប់ឆៃអ៊ុនយកមកប្រហារជីវិតភ្លាមព្រះរាជាឆាងបានដឹកនាំក្បួនឆ្ពោះទៅកាន់កន្លែងបញ្ចុះសពរបស់រាជយាតឆាដោយនាំទាំងរ៉េនទៅជាមួយផងប៉ុន្តែតាមផ្លូវពួកគេបានរកឃើញថាមានជំងឺរាតត្បាតចម្លែកមួយកំពុងតែសម្លាប់ប្រជាជនជាបន្តបន្ទាប់ព្រះរាជាឆាងបានបង្វែរក្បួនត្រឡប់មកវិញរួចបញ្ជាឲ្យបង្ក្រាបជំងឺរាតត្បាតនេះសិនព្រមទាំងបញ្ជាឲ្យតាមរកឆៃអ៊ុនឲ្យឃើញដើម្បីទ្រង់ប្រន្ទាទោសដោយផ្ទាល់ដៃរ៉េនបានអង្វរបីតាកុំឲ្យធ្វើបែបនេះព្រោះបើគ្មានឆៃអ៊ុនទេពួកគេទាំងអស់គ្នានឹងត្រូវស្លាប់ប៉ុន្តែព្រះរាជាមិនស្ដាប់ឡើយមួយសន្ទុះក្រោយមកពួកឆ្មាំបានរកឃើញឆៃអ៊ុនដែលកំពុងពួននៅក្នុងវាំងពួកគេបានចាក់អាវុធចូលពោះរបស់គេរួចប្រាប់ឲ្យគេត្រៀមខ្លួនស្លាប់ប៉ុន្តែឆៃអ៊ុននៅតែអាចបោកប្រាស់ពួកគេបានដោយនិយាយថាស្ដេចរបស់ពួកឯងទេតើជាអ្នកដែលត្រូវស្លាប់ក្នុងពេលឆាប់នេះរំពេចនោះព្រះរាជាឆាងស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមានឈាមហូរចេញពីមាត់រួចដួលសន្លប់បាត់ស្មារតីរ៉េនបានចូលទៅបញ្ជាឲ្យពួកឆ្មាំដោះលែងឆៃអ៊ុនដោយនាងទទួលខុសត្រូវរឿងនេះដោយខ្លួនឯងបន្ទាប់ពីចាក់ចេញមកឆៃអ៊ុនបានប្រាប់រ៉េនថាគេត្រូវតែធ្វើដំណើរទៅកាន់ភពវិញ្ញាណជាបន្ទាន់ដើម្បីរំដោះព្រលឹងរាជយាតឆានិងសង្គ្រោះជីវិតព្រះរាជាឆាងគេបានប្រាប់ផែនការដែលនាងត្រូវធ្វើតាមជាដាច់ខាតរ៉េនត្រូវស្វែងរកសពរបស់រាជយាតឆាយកខ្សែពួរដែលស្រោបដោយឈាមរបស់ឆៃអ៊ុនមកចងរុំរួចចាក់សោទុកនៅក្នុងបន្ទប់មួយដោយដាច់ខាតមិនត្រូវបើកទ្វារឡើយទោះមានរឿងអ្វីកើតឡើងក៏ដោយព្រោះអ្នកណាដែលបើកទ្វារនឹងក្លាយជាគោលដៅបន្ទាប់របស់វិញ្ញាណអាក្រក់ប៉ុន្តែនៅក្នុងខណៈពេលដែលឆៃអ៊ុននិងរ៉េនកំពុងធ្វើពិធីគ្រូមេធ្មប់របស់ព្រះអង្គម្ចាស់គង់បានធ្វើពិធីផ្លូវងឹតប្រឆាំងនឹងឆៃអ៊ុនតាមបញ្ជារបស់គង់ព្រោះពួកគេចង់ឲ្យព្រះរាជាឆាងស្លាប់គ្រូមេធ្មប់បានហៅវិញ្ញាណអាក្រក់ដ៏មានអំណាចមួយទៀតមកវាយប្រហារនិងចាក់ព្រលឹងរបស់ឆៃអ៊ុននៅក្នុងភពវិញ្ញាណជាច្រើនដងធ្វើឲ្យគេមិនអាចរំដោះព្រលឹងរាជយាតបានឡើយដោយសារតែហេតុនេះនៅភពមនុស្សរ៉េនបានឬសំឡេងចម្លែកប្រាប់ថាឆៃអ៊ុនកំពុងជួបគ្រោះថ្នាក់ហើយនាងត្រូវតែជួយគេដោយភាពល្ងងខ្លៅនិងការបារម្ភរ៉េនក៏បានរត់ទៅបើកទ្វារបន្ទប់ដែលឆៃអ៊ុនបានព្រមានមិនឲ្យបើកនោះឆៃអ៊ុនរងរបួសធ្ងន់ធ្ងរនៅក្នុងភពវិញ្ញាណហើយមិនអាចកម្រើកខ្លួនបានឡើយលុះត្រាតែសត្វតូចដែលតែងតែជួយគេលេចមុខមកសារជាថ្មីវាបានក្រឡែកខ្លួនទៅជាបិសាចដ៏ធំសម្បើមរួចដេញកំទេចវិញ្ញាណអាក្រក់ដែលមកវាយប្រហារឆៃអ៊ុននោះចោលទាំងអស់នៅខណៈពេលនោះឯងព្រលឹងរបស់រាជយាតឆាបានចូលសង្កត់ក្នុងរាងកាយរបស់រ៉េនព្រលឹងរាជយាតបានប្រាប់នាងថាបិតារបស់នាងព្រះរាជាឆាងគឺជាអ្នកសម្លាប់រូបគេព្រះរាជាឆាងបានដឹងពីបទល្មើសដ៏ធ្ងន់ធ្ងរដែលទ្រង់បានប្រព្រឹត្តកាលពី30ឆ្នាំមុនទ្រង់គឺជាអ្នកសម្លាប់បងប្អូនរាជបុត្រទាំងអស់ដើម្បីឲ្យទ្រង់ក្លាយជាបេក្ខជនតែម្នាក់គត់ដែលត្រូវឡើងគ្រងរាជ្យទ្រង់បានធ្វើឲ្យគ្រប់គ្នាយល់ថានោះជាបណ្ដាសារបស់វិញ្ញាណអាក្រក់ដើម្បីកុំឲ្យមាននរណាសង្ស័យហើយទ្រង់ក៏ត្រៀមខ្លួនសម្រាប់រាល់អ្នកណាដែលដឹងការសម្ងាត់នេះដែរឥឡូវនេះដោយសាររ៉េនបានដឹងការសម្ងាត់នេះនាងនឹងក្លាយជាគោលដៅបន្ទាប់របស់ទ្រង់រាជយាតឆាបានប្រាប់រ៉េនថាបិតារបស់នាងមិនមែនជាមនុស្សធម្មតាទេទ្រង់ក៏ជាវិញ្ញាណអាក្រក់ដែលពោពេញដោយភាពលោភលន់និងអាត្មានិយមហើយទ្រង់នឹងមិនលើកលែងឲ្យអ្នកណាម្នាក់ដែលប្រឆាំងនឹងទ្រង់ឡើយយើងក៏ត្រឡប់មកជួបឆៃអ៊ុនដែលបានត្រឡប់មកពីភពវិញ្ញាណវិញគេមានបញ្ហាភ្នែកមើលមិនសូវច្បាស់ឡើយព្រះរាជាឆាងដែលបានដឹងខ្លួនឡើងវិញបានបញ្ជាឲ្យនាំខ្លួនឆៃអ៊ុនមកជួបដើម្បីសម្លាប់ចោលប៉ុន្តែនៅពេលដឹងថាឆៃអ៊ុនគឺជាមនុស្សតែម្នាក់គត់ដែលអាចការពារនិងសង្គ្រោះជីវិតទ្រង់បានទ្រង់ក៏ត្រូវបង្ខំចិត្តទុកជីវិតគេឆៃអ៊ុនមិនខ្វល់ពីអ្វីទាំងអស់ក្រៅពីរ៉េនឡើយគ្រាន់តែចេញពីព្រះរាជាភ្លាមគេបានរត់ស្វែងរកនាងគ្រប់ទីរហូតដល់បានជួបនាងដួលសន្លប់នៅជិតផ្ទះរបស់នាងគេបានឃើញស្នាមចម្លែកនៅលើដៃរបស់នាងក៏បានដឹងថាព្រលឹងរបស់រាជយាតឆាបានចូលសង្កត់លើនាងបាត់ទៅហើយគេបានបីរ៉េនចូលក្នុងផ្ទះហើយរងចាំរហូតដល់នាងភ្ញាក់ឡើងលុះថ្ងៃបន្ទាប់រ៉េនបានភ្ញាក់ដឹងខ្លួនឡើងហើយឆៃអ៊ុនក៏បានរៀបរាប់ប្រាប់នាងនៅរឿងរ៉ាវទាំងអស់ដែលបានកើតឡើងរ៉េនដឹងខ្លួនឡើងទាំងភ័យតក់ស្លុតហើយសួរថាតើព្រលឹងរបស់ឆានៅតែស្ថិតក្នុងរាងកាយនាងឬយ៉ាងណាឆៃអ៊ុនបានធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រាប់ថារូបគេក៏មិនដឹងដែរព្រោះគេបានបាត់បង់សមត្ថភាពមើលឃើញវិញ្ញាណដូចមុនបាត់ទៅហើយដោយសារវិញ្ញាណអាក្រក់ដែលវាប្រហារគេនៅភពវិញ្ញាណនោះបានធ្វើឲ្យភ្នែករបស់គេរងរបួស
រ៉េនស៊ូពីដើមហេតុឯឆៃអ៊ុនបានពន្យល់ថាមាននរណាម្នាក់មិនចង់ឲ្យព្រះរាជាមានជីវិតរស់នៅឡើយទើបអ្នកនោះបានធ្វើពិធីផ្លូវងឹតប្រឆាំងនឹងហៅវិញ្ញាណមកវាយប្រហារគេធ្វើឲ្យគេបាត់បង់សមត្ថភាពដើម្បីរារាំងមិនឲ្យគេជួយសង្គ្រោះព្រះរាជាបានអ្នកទាំងពីរដឹងភ្លាមថាគ្រូមេធ្មប់ដែលធ្វើរឿងនេះគឺជាគ្រូមេធ្មប់ដែលព្រះអាគមហេសីហ្វីនាំមកជួយរាជបុត្រយុនរ៉េនបានទៅជួបហ្វីដើម្បីសួររកអត្តសញ្ញាណគ្រូមេធ្មប់នោះប៉ុន្តែហ្វីបានបដិសេធមិនព្រមជួយឡើយទន្ទឹមនឹងនេះនៅក្នុងវាំងរ៉េនបានដឹងថាភ្លាមបន្ទាប់ពីបិតារបស់នាងដឹងខ្លួនឡើងវិញទ្រង់បានបញ្ជាឲ្យប្រហារជីវិតនិងដុតសពប្រជាជនដែលឆ្លងជំងឺរាតត្បាតទាំងអស់ដោយគ្មានក្តីមេត្តាដើម្បីប្រាកដថាជំងឺនេះមិនឆ្លងរាលដាលរ៉េននឹកឃើញពាក្យដែលបងប្រុសឆារបស់នាងបានប្រាប់កាលពីម្សិលមិញថាបិតារបស់ពួកគេគឺជាតួអាក្រក់ពិតប្រាកដហើយទ្រង់ក៏នឹងសម្លាប់នាងដែរនាងចាប់ផ្ដើមភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែឆៃអ៊ុននៅក្បែរនាងគេបានដាក់ដៃលើស្មារបស់នាងដើម្បីអះអាងថារូបគេនឹងនៅជាមួយនាងជានិច្ចហ្គង់បានប្រាប់រ៉េនថាព្រះរាជាឆាងបានសម្រេចចិត្តតែងតាំងកូនប្រុសច្បងរបស់គេគឺអៀនឲ្យធ្វើជារាជយាតជំនួសរាជបុត្រយុនដែលបានសុគតព្រះរាជាឆាងផ្ទាល់បានមានបន្ទូលថាទ្រង់នឹងចាត់ទុកអៀនប្រៀបដូចជាកូនប្រុសបង្កើតរបស់ទ្រង់អញ្ចឹងរ៉េនមិនអាចយកចិត្តទុកដាក់លើអ្វីទាំងអស់ក្រៅពីអ្វីដែលបងប្រុសឆារបស់នាងបានប្រាប់អំពីធាតុពិតរបស់បតានាងឡើយនៅពេលឆៃអ៊ុនឃើញនាងភ័យខ្លាចយ៉ាងនេះគេបានសូត្របារមីដើម្បីការពារមិនឲ្យព្រលឹងរបស់ឆាចូលក្នុងខ្លួននាងបានទៀតឡើយនៅយប់នោះគ្រូមេធ្មប់ដែលបានប្លន់យកធម្មពលរបស់ឆៃអ៊ុនបានធ្វើពិធីផ្លូវងឹតមួយទៀតលើកនេះគេបានដកហូតសមត្ថភាពរបស់ឆៃអ៊ុនចេញទាំងស្រុងធ្វើឲ្យគេមិនត្រឹមតែមើលមិនឃើញវិញ្ញាណប៉ុណ្ណោះទេសូម្បីតែមនុស្សធម្មតាក៏គេមើលមិនច្បាស់ដែរឆៃអ៊ុនចាប់ផ្ដើមភ័យខ្លាចនិងចង់រត់គេចខ្លួនព្រោះគេមិនអាចការពារខ្លួនឯងឬនរណាម្នាក់បានទៀតឡើយគេសុំឲ្យរ៉េនរត់គេចខ្លួនជាមួយគេប៉ុន្តែនាងប្រាប់ថាការរត់គេចមិនអាចជួយអ្វីបានឡើយពួកវានឹងបន្តតាមប្រហារជីវិតពួកគេដែរដូច្នេះហើយមានតែពួកគេត្រូវតែបញ្ចប់រឿងគ្រប់យ៉ាងដោយដៃខ្លួនឯងរ៉េនបានដើរចេញពីផ្ទះហើយត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលចាងដែលជាជំនួយការរបស់ហ្វីមកជួបនាងចាងបានប្រាប់នាងថារាជបុត្រអៀនដែលជាកូនប្រុសរបស់គង់បានសុគតដោយសារការពោលថ្នាំបាត់ទៅហើយរ៉េនដឹងភ្លាមថាព្រះរាជាឆាងគឺជាអ្នកសម្លាប់អៀនម្នាក់ទៀតហើយនាងបានទៅជួបជីដូនរបស់នាងហើយប្រាប់ថាបិតារបស់នាងមិនមែនជាមនុស្សធម្មតាទេហើយជីដូនត្រូវតែជួយខាត់ទ្រង់រំពេចនោះរ៉េនស្រាប់តែធ្លាក់ខ្លួនជាធ្ងន់ធ្ងរហើយដួលទៅលើកម្រាលឥដ្ឋនាងបានផឹកតែដែលជីដូនរបស់នាងរៀបចំហើយទើបតែដឹងថាតែនោះមានលីថ្នាំពុលជីដូនរបស់រ៉េនបានទម្លាយការពិតទាំងស្រុងប្រាប់នាងថារឿងរ៉ាវទាំងអស់បានចាប់ផ្ដើមតាំងពី30ឆ្នាំមុនកាលនោះមាតារបស់ព្រះរាជាឆាងចង់ឲ្យកូនប្រុសរបស់ខ្លួនឡើងគ្រងរាជ្យដោយគ្រប់មធ្យោបាយនាងបានបំពោលរាជបុត្រដែលជាបងប្អូនបង្កើតរបស់ទ្រង់ទាំងអស់ហើយផ្សព្វផ្សាយពាក្យចាំអារាមថាវិញ្ញាណអាក្រក់បានដាក់បណ្ដាសាលើរាជវង្សទាំងមូលព្រះរាជាឆាងបានជួយមាតារបស់ទ្រង់អនុវត្តផែនការនេះមិនត្រឹមតែពួកគេទាំងពីរនាក់នោះទេមាតារបស់រ៉េនក៏មានពាក់ព័ន្ធដែរដោយគាត់ជាអ្នកចោះដៃបំពោលរាជបុត្រទាំងនោះដោយផ្ទាល់ក្រោយមកជីដូនរបស់រ៉េនមានការភ័យខ្លាចថាមាតារបស់រ៉េននឹងទម្លាយការសម្ងាត់នេះទើបនាងបានចោទប្រកាន់គាត់នៅចំពោះមុខហ្វីដោយប្រាប់ពូតឲ្យផ្លូវងឹតរារាំងមិនឲ្យស្នំរបស់ឆាងមានកូនហើយនៅពេលមាតារបស់រ៉េនត្រូវបានដេញចេញពីវាំងជីដូនរបស់រ៉េននឹងហើយជាអ្នកដាក់ថ្នាំពុលសម្រាប់គាត់រ៉េនរងការតក់ស្លុតយ៉ាងខ្លាំងនៅពេលដឹងការពិតដ៏ខ្មៅងឹតអំពីជីដូនរបស់ខ្លួនប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមុនពេលរ៉េនទៅជួបជីដូននាងបានដោះយន្តការពារដែលឆៃអ៊ុនធ្វើឲ្យនាងចេញបាត់ទៅហើយព្រលឹងរបស់ឆាបានចូលសង្កប់ក្នុងរាងកាយនាងហើយបានបណ្ដេញថ្នាំពុលចេញពីរាងកាយរបស់នាងបន្ទាប់ពីត្រូវព្រលឹងបងប្រុសចូលសង្កប់រ៉េនបានទៅដាក់ថ្នាំពុលជីដូនរបស់នាងវិញប៉ុន្តែនាងប្រើតែក្នុងកម្រិតតូចមួយដើម្បីឲ្យជីដូនរងការពិការមួយគ្រាតែប៉ុណ្ណោះបន្ទាប់មករ៉េនបានកាន់ដាវសម្ដៅទៅសម្លាប់ព្រះរាជាឆាងឆៃអ៊ុនបានដឹងពីយល់ថារ៉េនបានចាក់ចេញពីផ្ទះហើយប្រប្រែជាមនុស្សផ្សេងគេក៏បានកត់សម្គាល់ឃើញថានាងបានទម្លាក់យន្តការពារចោលគេយល់ភ្លាមថាព្រលឹងរបស់ឆាបានចូលសង្កប់លើរ៉េនហើយដូច្នេះគេត្រូវតែជួយសង្គ្រោះនាងដោយគ្រប់មធ្យោបាយឆៃអ៊ុនបានប្រថុយជីវិតធ្វើដំណើរទៅកាន់ភពវិញ្ញាណទោះបីជាគេមើលមិនឃើញក៏ដោយគេបានព្យាយាមតស៊ូសម្លាប់បិសាចមួយក្បាលរួចឆ្កៀលយកប្រស្រីភ្នែករបស់បិសាចនោះមកបំពាក់ចូលក្នុងរន្ធភ្នែកទាំងសងខាងរបស់គេដែលធ្វើឲ្យគេអាចមើលឃើញឡើងវិញគេបានប្រញាប់ប្រញាល់ធ្វើដំណើរតាមភពវិញ្ញាណដើម្បីទៅកំទេចព្រលឹងរបស់ឆានិងរំដោះរ៉េនមុនពេលនាងទៅសម្លាប់ព្រះរាជាឆាងព្រលឹងរបស់ឆាបានចងរាងកាយរបស់រ៉េនភ្ជាប់ជាមួយខ្លួនគេនៅពេលគេឃើញឆៃអ៊ុនគេបានយកដាវមកជុំរបស់រ៉េនហើយគំរាមសម្លាប់នាងប្រសិនបើឆៃអ៊ុនហ៊ានធ្វើអ្វីមួយនោះឆៃអ៊ុនបានចាប់ផ្ដើមនិយាយទៅកាន់រ៉េនដោយប្រាប់នាងថាព្រលឹងមាតារបស់នាងបានមកជួបគេហើយសុំឲ្យគេការពារនាងឲ្យបានដោយគ្រប់មធ្យោបាយរ៉េនក៏បានយល់សប្តិឃើញមាតារបស់នាងនឹងនឹកឃើញការចងចាំល្អជាមួយគ្នាការចងចាំនេះហើយដែលជួយឲ្យនាងមានកម្លាំងចិត្តបណ្ដេញព្រលឹងរបស់ឆាឲ្យវិលត្រឡប់ចេញពីរាងកាយនាងហើយនាងក៏បានដឹងខ្លួនឡើងវិញនៅពេលភ្ញាក់ឡើងនឹងយល់ពីអ្វីដែលនាងរៀបនឹងប្រព្រឹត្តនាងបានប្រញាប់ប្រញាល់ចាក់ចេញពីវាំងយ៉ាងឆាប់រហ័សប៉ុន្តែដោយសារនាងរងរបួសនិងមានឈាមហូរនាងក៏បានឈប់សម្រាកតាមផ្លូវឆៃអ៊ុនបានត្រឡប់មកពីភពវិញ្ញាណវិញហើយមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងនៅពេលឃើញនាងមានសុវត្ថិភាពគេក៏បានប្រាប់នាងថាព្រលឹងរាជយាតឆាបានរត់គេចខ្លួនបាត់ហើយភ្លាមនៅពេលនាងដឹងខ្លួនឡើងវិញរ៉េនមិនបានខ្វល់ពីអ្វីទាំងអស់ក្រៅពីភ្នែករបស់គេដែលស្រាប់តែមើលឃើញឡើងវិញនោះឡើយនាងបានសួរថាតើគេធ្វើវាបានដោយរបៀបណាឆៃអ៊ុនបានពន្យល់ថាគេត្រូវតែយកធម្មពលបិសាចពីភពវិញ្ញាណព្រោះវាជាវិធីតែមួយគត់ដើម្បីសង្គ្រោះនាងរ៉េនមានការព្រួយបារម្ភយ៉ាងខ្លាំងហើយសួរថាតើរឿងនេះនឹងប៉ះពាល់ដល់គេដែរឬទេគេបានអះអាងនឹងប្រាប់នាងកុំឲ្យបារម្ភពីអ្វីទាំងអស់នៅពេលនេះគេបាននាំនាងត្រឡប់ទៅផ្ទះវិញហើយប្រាប់នាងកុំឲ្យចាក់ចេញទៅណាដោយគ្មានយន្តការពារពីឆាឲ្យសោះនៅពេលជាមួយគ្នានោះព្រះអាគមហេសីហ្វីបានប្រមូលផ្ដុំរាជអាមាត្យនិងប្រឹក្សារាជការទាំងអស់នៅក្នុងវាំងនាងបានតម្កល់សពរបស់រាជបុត្រអៀននៅចំពោះមុខពួកគេហើយចោទប្រកាន់ព្រះរាជាឆាងនៅចំពោះមុខអ្នករាល់គ្នាថាបានបំពុលគេដូចដែលទ្រង់ធ្លាប់បានបំពុលបងប្អូនបង្កើតការពីមុនដើម្បីដណ្ដើមរាជបល្ល័ង្កអញ្ចឹងនាងប្រាប់ពួកគេថាគ្មានបណ្ដាសានិងគ្មានវិញ្ញាណអាក្រក់អ្វីទាំងអស់គឺព្រះរាជាឆាងខ្លួនឯងនឹងហើយជាបិសាចអាក្រក់នៅក្នុងរឿងទាំងអស់នេះប៉ុន្តែព្រះរាជាឆាងបានបង្វែរស្ថានភាពប្រឆាំងនឹងនាងវិញទ្រង់បានយកអាហារដែលនាងចោទប្រកាន់ថាទ្រង់បានបំពុលអៀននោះមកសោយនៅចំពោះមុខអ្នករាល់គ្នារួចមានបន្ទូលថានាងទេជាអ្នកទទួលខុសត្រូវលើរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងមិនមែនទ្រង់ឡើយទ្រង់ប្រាប់នាងថានាងបានធ្វើបាបឆយហើយធ្វើឲ្យនាងដាក់បណ្ដាសាលើរាជវង្សរបស់យើងឈាមរបស់អ្នកដែលបានស្លាប់ទាំងអស់គឺនៅលើដៃរបស់នាង
Phây nơi tai bẩn to bật sai cục dạng hai prap thà trung chỉ nẹt thưa rương tiếng ó ní, niêng sọp Prairie Chi Chang dạng chia chơi hai trong sầm lập trung chào. Nơi dục nút Prairie Chi Chang sắp tai miên akara thẹt khuôn chư pliêm, hai ban bẩn chi ở chmam tờ nom khuôn chai ôn một chút chi bẩn toan np chai ôn tờ đo kê ban prap Prairie Chi thà. Khnyom ai mơ khơi prolongរបស់អ្នកទាំងអស់ដែលត្រង់បានដុតសម្លាប់ដោយសារតែជំងឺរាតត្បាតនៅជុំវិញទ្រង់កូនប្រុសរបស់ទ្រង់បានប្រមូលផ្ដុំប្រលឹងទាំងនេះហើយមិនយូរប៉ុន្មានពួកវានឹងមកសម្លាប់ទ្រង់ខ្ញុំត្រូវតែទៅជួបឆាឲ្យបានឆាប់បំផុតដើម្បីយកឈ្នះគេបើពុំនោះទេរងនឹងត្រូវស្លាប់ឆៃអ៊ុនបានចាក់ចេញយ៉ាងប្រញាប់ហើយប្រាប់រ៉េននៅអ្វីដែលបានកើតឡើងគេសុំឲ្យនាងជួយគេដោយទៅបន្ទប់បិតារបស់នាងហើយដាក់យន្តការពារនៅទីនោះវានឹងពន្យាពេលមិនឲ្យវិញ្ញាណទាំងនោះទៅដល់ទ្រង់រហូតដល់ឆៃអ៊ុនអាចទៅជួបឆានឹងកំទេចគេបានរ៉េនបានជួយគេព្រោះនាងចង់ការពារបិតារបស់នាងទោះបីជានាងមិនអាចបំភ្លេចរាល់បទល្មើសដែលទ្រង់បានប្រព្រឹត្តក៏ដោយមុនពេលដាក់យន្តការពារនាងបានសួរព្រះរាជាឆាងថាតើបិតាអាចដាច់ចិត្តសម្លាប់កូនប្រុសបង្កើតរបស់បិទដោយរបៀបណាចុះកូនប្រុសផ្សេងទៀតរបស់បិតាតើហេតុអ្វីបានជាពួកគេត្រូវស្លាប់ព្រះរាជាឆាងត្រូវចុះទន់ខ្សោយនិងចាប់ផ្ដើមដកដង្ហើមពិបាកទ្រង់បានប្រាប់នាងថាបិតាមិនបានសម្លាប់កូនរបស់បិតាទេគឺបងប្រុសរបស់កូនទេជាអ្នកធ្វើគេបានសម្លាប់ពួកគេដើម្បីគេអាចឡើងគ្រងរាជបន្តពីបិតាបន្ទាប់មកយើងក៏បានដឹងការពិតដ៏រន្ធត់ថារាជទាយាទឆាមានសមត្ថភាពដូចរ៉េនដែរដោយសារតែសមត្ថភាពនេះគេបានដឹងថាព្រះរាជាឆាងបានសម្លាប់បងប្អូនរបស់ខ្លួនដើម្បីដណ្ដើមរាជបល្ល័ង្កឆាបានធ្វើឲ្យមនុស្សទូទៅជឿថាវិញ្ញាណអាក្រក់ជាអ្នកធ្វើរឿងនេះព្រោះគេចង់ធ្វើរឿងដូចគ្នាគឺសម្លាប់បងប្អូនរបស់គេដើម្បីឲ្យស្រុកទេសក្លាយជារបស់គេបន្ទាប់ពីព្រះរាជាឆាងព្រះរាជាឆាងបានដឹងពីផែនការរបស់ឆាហើយក៏បានដាក់ថ្នាំពោសម្លាប់គេបន្ទាប់ពីដឹងថាគេបានសម្លាប់បងប្អូនបង្កើតរបស់ខ្លួនមុនពេលស្លាប់ឆាបាននិយាយទៅកាន់ព្រះរាជាឆាងថាបតាក៏បានសម្លាប់បងប្អូនបង្កើតដើម្បីរាជបល្ល័ង្កដែរតែហេតុអ្វីបានជាខ្ញុំមិនអាចធ្វើបែបនេះបានព្រះរាជាឆាងបានឆ្លើយតបថាប្រសិនបើមាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើបែបនោះគឺមានតែបតាម្នាក់គត់បតានឹងមិនអនុញ្ញាតឲ្យមានឆាងម្នាក់ទៀតកើតឡើងឡើយមុនពេលស្លាប់ឆាបានសន្យាថាគេនឹងដាក់បណ្ដាសាលើខ្សែស្រឡាយឈាមទាំងមូលរបស់ព្រះរាជាឆាងដោយសារតែព្រះរាជាឆាងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើជាស្ដេចគេនឹងធ្វើឲ្យព្រះរាជាឆាងក្លាយជាមនុស្សតែម្នាក់គត់ដែលអាចគ្រប់គ្រងបានហើយត្រូវរស់នៅក្នុងការឈឺចាប់បន្ទាប់ពីព្រះរាជាឆាងទម្លាយការពិតដ៏រន្ធត់នេះរួចព្រះអង្គក៏បានសម្លាប់បាត់ស្មារតីឯឆៃអ៊ុនបានបរាជ័យក្នុងការរារាំងឆាព្រោះព្រះអាគមហេសេហ្វីឲ្យគ្រូមេធ្មប់របស់នាងបង្កើតពិធីការពារដ៏មានអំណាចបំផុតសម្រាប់ព្រលឹងរបស់ឆាដែលធ្វើឲ្យឆៃអ៊ុនមិនអាចចូលទៅជិតគេបានឡើយឆៃអ៊ុនបានចាក់ចេញពីទឹកហើយត្រឡប់មកភពមនុស្សវិញជាកន្លែងដែលគេបានឃើញរ៉េនកំពុងរងចាំគេបានប្រាប់នាងថាអំណាចរបស់ឆាគឺធំធេងជាងអ្វីដែលពួកគេបានរំពឹងទុកហើយវិញ្ញាណដែលគេបានប្រមូលផ្ដុំនឹងបង្កជាមហន្តរាយដ៏ធំមួយពួកវានឹងចុះមកលើព្រះរាជវាំងហើយបំផ្លាញវាចោលហ្វីបានប្រមូលផ្ដុំរាជអាមាត្យនិងប្រឹក្សារាជការហើយប្រាប់ពួកគេថាទីបញ្ចប់របស់ព្រះរាជាឆាងបានមកដល់ហើយនាងពោលថាមានតែនាងម្នាក់គត់ដែលសមស្របក្នុងការការពារប្រទេសនិងឡើងគ្រងរាជបល្ល័ង្កគ្រាន់តែនាងនិយាយបែបនេះភ្លាមជំងឺរាតត្បាតដ៏កាចសាហាវបានចាប់ផ្ដើមរីករាលដាលពេញព្រះរាជវាំងទាំងមូលវាប្រហារជីវិតមនុស្សដោយមិនរើសមុខមិនថាអ្នកបម្រើរាជអាមាត្យឬឆ្មាំឡើយហើយអ្នកណាដែលមានរោគសញ្ញាត្រូវប្រហារជីវិតតាមបញ្ជារបស់ព្រះរាជាឆាងភ្លាមឆៃអ៊ុននិងរ៉េនបានយល់ព្រមជាមួយគ្នាថាពួកគេត្រូវតែរួបរวมគ្នាកំទេចវិញ្ញាណអាក្រក់នេះឲ្យបានជារៀងរហូតដើម្បីសង្គ្រោះអ្នករាល់គ្នានិងរំដោះរាជវង្សចេញពីបណ្ដាសាដ៏ខ្មៅងឹតនេះឆៃអ៊ុនបានប្រាប់រ៉េនថាគេនឹងត្រឡប់ទៅភពវិញ្ញាណសាជាថ្មីប៉ុន្តែលើកនេះគេនឹងរៀបចំប្រអប់មួយដែលស្រោបដោយយន្តការពារដ៏មានអំណាចបំផុតដើម្បីទាក់ចាប់រលឹងរបស់ឆាទុកនៅខាងក្នុងដោយសារតែពេលនេះអំណាចរបស់ឆាបានកើនឡើងយ៉ាងខ្លាំងធ្វើឲ្យឆៃអ៊ុនមិនអាចកំទេចគេបានងាយស្រួលដូចមុនទៀតឡើយឆៃអ៊ុននិងរ៉េនបានកាន់ប្រអប់នោះរួចរៀបចំខ្លួនដើរចេញដើម្បីអនុវត្តផែនការរំពេចនោះរ៉េនស្រាប់តែបានឮសំឡេងវិញ្ញាណប្រាប់នាងថាឆៃអ៊ុននឹងត្រូវស្លាប់នៅយប់នេះនាងមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់គេនិងចង់ការពារគេទើបនាងបានលួចដាក់ថ្នាំឲ្យគេលក់លង់រួចសម្រេចចិត្តទៅភពវិញ្ញាណជំនួសគេដើម្បីទាក់ចាប់រលឹងរបស់ឆាដាក់ចូលក្នុងប្រអប់នោះដោយខ្លួនឯងរ៉េនបានទៅដល់ដើមឈើចង់ខ្សែពួរភ្ជាប់នឹងខ្លួនរួចចុះទៅក្នុងទឹកដើម្បីឆ្លងទៅកាន់ភពវិញ្ញាណនៅពេលជាមួយគ្នានោះព្រះរាជាឆាងក៏កំពុងធ្វើពិធីដេញវិញ្ញាណរបស់ប្រជាជនដែលបានស្លាប់ដោយសារជំងឺរាតត្បាតដើម្បីការពារកុំឲ្យពួកវាមកវាយប្រហារទ្រង់នៅក្នុងវាំងផងដែរប៉ុន្តែនៅភពវិញ្ញាណឆាកំពុងតែរងចាំទ្រង់ជាមួយនឹងកងទ័ពវិញ្ញាណដែលគេបានប្រមូលផ្ដុំដើម្បីមកសម្លាប់ព្រះរាជារ៉េនបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សនាងបានកាត់ក្បាលរបស់ឆារួចដាក់ចូលទៅក្នុងប្រអប់ប៉ុន្តែមុនពេលនាងអាចបិទគម្របប្រអប់ទាន់គ្រូមេធ្មប់ដែលការពារព្រលឹងរបស់ឆាបានកាត់ខ្សែពួរដែលភ្ជាប់រ៉េនទៅនឹងដើមឈើនិងភពមនុស្សដាច់បាត់ទៅហើយឆាបានស្ដារកម្លាំងឡើងវិញរួចស្ទុះទៅចាក់រ៉េនព្រលឹងរបស់នាងចាប់ផ្ដើមហូរឈាមនៅក្នុងភពវិញ្ញាណខណៈដែលរាងកាយរបស់នាងកំពុងលិចលង់ក្នុងទឹកនៅភពមនុស្សនៅខណៈពេលដ៏រន្ធត់នោះឯងឆៃអ៊ុនបានដឹងខ្លួនឡើងវិញដើម្បីសង្គ្រោះរ៉េនគេបានដកបំណែកកញ្ចក់មកអារករបស់ខ្លួនឯងដើម្បីបញ្ជូនព្រលឹងទៅកាន់ភពវិញ្ញាណជាបន្ទាន់នៅពេលទៅដល់ភពវិញ្ញាណឆៃអ៊ុនបានជួបនឹងបិសាចដ៏ធំសម្បើមបំផុតដែលជាស្ដេចនៃបិសាចទាំងឡាយនិងជាប្រភពធម្មពលនៃវិញ្ញាណអាក្រក់ទាំងអស់ឆៃអ៊ុនបានធ្វើកិច្ចសន្យាជាមួយវាដោយគេព្រមប្រគល់ព្រលឹងខ្លួនឯងទៅឲ្យវាជាថ្នូរនឹងការទទួលបានអំណាចដំហិមាដើម្បីយកទៅកំទេចឆានិងសង្គ្រោះរ៉េនបិសាចនោះបានយល់ព្រមហើយធម្មពលរបស់ឆៃអ៊ុនក៏បានកើនឡើងយ៉ាងសន្ធឹកសន្ធាប់ឆៃអ៊ុនបានទៅប្រជុំមុខនឹងឆាដែលកំពុងពឹងផ្អែកលើកងទ័ពវិញ្ញាណដើម្បីសម្លាប់ព្រះរាជានៅខណៈពេលនោះពិធីដែលព្រះរាជាឆាងធ្វើបានសម្រេចជោគជ័យទ្រង់អាចប្រាស្រ័យតាក់ទងជាមួយព្រលឹងរបស់ប្រជាជនដែលទ្រង់បានបញ្ជាឲ្យសម្លាប់ព្រះរាជាបានសុំទោសចំពោះអំពើអាក្រក់ដែលទ្រង់បានប្រព្រឹត្តហើយសន្យាថានឹងការពារជីវិតមនុស្សដែលពួកគេស្រឡាញ់ប្រសិនបើពួកគេអត់ទោសនឹងទុកជីវិតទ្រង់បានលុបលាងកំហុសវិញ្ញាណទាំងនោះចាប់ដើមរំដោះខ្លួនចេញពីភាពងឹតរួចចាក់ចេញទៅដោយសុខសន្តិភាពបណ្ដោយឲ្យឆានៅម្នាក់ឯងប្រជុំមុខនឹងឆៃអ៊ុនអាចចាក់ដាវចំកណ្ដាលទ្រូងរបស់ឆាបានប្រាប់គេថាប្រសិនបើគេកំទេចព្រលឹងរបស់ខ្លួនឆៃអ៊ុននឹងត្រូវបណ្ដាសាខ្លាយជាវិញ្ញាណអាក្រក់ដូចជាគេដែរប៉ុន្តែឆៃអ៊ុនបានឆ្លើយតបថាគេមិនខ្វល់ពីអ្វីទាំងអស់ឲ្យតែគេអាចសង្គ្រោះរ៉េនបានគេបានសង្កត់ដាវចូលកាន់តែជ្រៅទៅក្នុងបេះដូងរបស់ឆារហូតដល់ព្រលឹងរបស់ឆាត្រូវកំទេចនិងរលាយបាត់ជារៀងរហូតបន្ទាប់មកឆៃអ៊ុនបានប្រញាប់ទៅរករ៉េនរួចផ្ទេរធម្មពលដែលសេះសល់ទាំងប៉ុន្មានទៅឲ្យនាងដើម្បីឲ្យនាងអាចរស់ឡើងវិញឯរូបគេត្រូវលះបង់ព្រលឹងខ្លួនឯងប្រគល់ទៅឲ្យស្ដេចបិសាចតាមកិច្ចសន្យាភ្លាមនៅពេលរ៉េនត្រឡប់មកភពមនុស្សវិញនាងបានរត់ទៅរកគេប៉ុន្តែនាងបានឃើញគេដេកស្តុកស្ដឹងលើដីស្រោចដោយឈាមនាងបានអង្គុយក្បែរគេយំសោកយ៉ាងខ្លាំងនិងអង្វរឲ្យគេភ្ញាក់ឡើង3ថ្ងៃក្រោយមក
ព្រះរាជវាំងនិងប្រទេសជាតិបានត្រឡប់មកជួបភាពស្ងប់ស្ងាត់វិញជំងឺរាតត្បាតត្រូវបានបាត់បង់ទាំងស្រុងឯព្រះរាជាឆាងក៏មានសុខភាពល្អប្រសើរឡើងវិញដែរចំអែកឯព្រះអាគមហេសីហ្វីនាងបានឈួតវង្វេងហើយត្រូវបានគេបណ្តេញចេញពីវាំងគង់បានសម្លាប់គ្រូមេធ្មប់របស់ខ្លួនរួចរត់គេចខ្លួនបាត់ព្រោះភ័យខ្លាចព្រះរាជាឆាងកាត់ទោសពីបទប៉ុនប៉ងធ្វើឃាតគ្រប់យ៉ាងបានល្អប្រសើរទាំងអស់លើកលែងតែរ៉េនម្នាក់ប៉ុណ្ណោះអស់រយៈពេល3ថ្ងៃមកនេះនាងបានអង្គុយក្បែរឆៃអ៊ុនរងចាំគេភ្ញាក់ឡើងដោយមិនព្រមជឿថាគេបានស្លាប់ឡើយនាងយំផងអង្វរផងសុំឲ្យគេផ្ដល់សញ្ញាណាមួយប្រសិនបើគេនៅមានជីវិតរំពេចនោះនាងស្រាប់តែឃើញចានមួយនៅក្បែរនាងរំកិលដោយខ្លួនឯងនាងក៏នឹកឃើញពាក្យដែលឆៃអ៊ុនធ្លាប់ប្រាប់អំពីសត្វតូចចម្លែកដែលគេធ្លាប់ភ័យខ្លាចដោយគេធ្លាប់ប្រាប់នាងថាសត្វនោះអាចបឺតស្រូបយកធម្មពលនិងព្រលឹងទាំងស្រុងរបស់មនុស្សមកទុកក្នុងខ្លួនវាបានរ៉េនក៏ទាយថាឆៃអ៊ុនប្រហែលជាបានប្រកូតព្រលឹងរបស់គេទៅឲ្យសត្វតូចនោះដើម្បីរក្សាទុកក្នុងខ្លួនវារួចជាស្រេចហើយដើម្បីផ្ទៀងផ្ទាត់ការទីរបស់នាងរ៉េនបានទៅកាន់បឹងបួរដែលជាកន្លែងមាតារបស់ឆៃអ៊ុនបានស្លាប់និងជាកន្លែងដែលគេទទួលបានសមត្ថភាពនាងបានបន្តស្រែកហៅឈ្មោះគេនិងអង្វរឲ្យគេបង្ហាញខ្លួនប្រសិនបើគេនៅតែចង់រស់នៅពេលវេលាកន្លងផុតទៅជាច្រើននាទីដោយគ្មានអ្វីប្រែប្រួលឡើយប៉ុន្តែរំពេចនោះទឹកបឹងនៅជុំវិញនាងស្រាប់តែមានចលនាយ៉ាងខ្លាំងក្លារ៉េនបានរត់ត្រឡប់ទៅផ្ទះវិញយ៉ាងប្រញាប់ដើម្បីមើលថាតើឆៃអ៊ុនភ្ញាក់ឡើងឬនៅហើយជាចុងក្រោយបន្ទាប់ពីរងចាំយ៉ាងយូរនាងបានឃើញគេកំពុងដើរចុះពីលើគ្រែទាំងមានអារម្មណ៍មុម៉ៅដូចជាលើកដំបូងដែលនាងបានជួបគេអញ្ចឹងគេបាននិយាយទាំងមុំម៉ៅថាអុយយ៉ានាងដាស់ខ្ញុំសារជាថ្មីទៀតហើយខ្ញុំច្បាស់ជាមិនអាចរំដោះខ្លួនចេញពីនាងបានរហូតហើយមើលទៅរ៉េនសើចទាំងទឹកភ្នែកហើយមិនចង់ជឿលើភ្នែកខ្លួនឯងឡើយព្រោះសេចក្តីសុខបានត្រឡប់មកវិញប្រៀបដូចជាព្រលឹងរបស់នាងបានរស់ឡើងវិញអញ្ចឹងបន្ទាប់ពីឆៃអ៊ុនត្រឡប់មកវិញព្រះរាជាឆាងបានលើកលែងទោសឲ្យគេទាំងស្រុងហើយឲ្យគេមានសេរីភាពធ្វើអ្វីដែលគេចង់ធ្វើមុនពេលចាក់ចេញពីវាំងឆៃអ៊ុនបានប្រាប់ព្រះរាជាឆាងថាគេនៅតែអាចមើលឃើញព្រលឹងរបស់រាជបុត្រទាំងអស់ដែលទ្រង់បានសម្លាប់នៅជុំវិញខ្លួនទ្រង់ដែរបន្ទាប់មកគេបានចាក់ចេញពីវាំងដើម្បីត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីឆ្ងាយគេចចេញពីភាពវឹកវរនិងរឿងរ៉ាវដ៏អាក្រក់នៅក្នុងវាំងរ៉េនមិនបណ្ដោយឲ្យគេទៅម្នាក់ឯងឡើយនាងបានដើរទៅរកគេហើយនិយាយថាតើលោកចង់ទៅណាតែម្នាក់ឯងហ្នឹងលោកគិតថាលោកអាចរំដោះខ្លួនចេញពីខ្ញុំបានមែនទេគ្មានផ្លូវទេខ្ញុំនឹងទៅជាមួយលោកដែរឆៃអ៊ុនញឹមហើយសួរថាចុះនាងគិតថាខ្ញុំអាចបោះបង់នាងចោលបានមែនទេជាចុងក្រោយអ្នកទាំងពីរបានចាក់ចេញពីព្រះរាជវាំងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខនិងស្ងប់ស្ងាត់ជារៀងរហូតទៅចប់សាច់រឿងដោយបរិបូរណ៍ណាស់សូមអរគុណសម្រាប់ការទស្សនានិងតាមដានកុំភ្លេចចុច Subscribe Channel និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូសម្រាយរឿងថ្មីបន្តទៀតតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងមួយនេះហើយតើចង់ឲ្យយើងខ្ញុំសម្រាយរឿងអ្វីបន្តទៀតអាច comment ប្រាប់នៅខាងក្រោមបានណាជួបគ្នានៅវីដេអូក្រោយ